ខ្ញុំព្រះករណានាងខ្ញុំសូចិនដាមុនីសូមក្រាបថ្វាយបង្គំព្រះថេរានុត្រៈគ្រប់ព្រះអង្គនិងសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទនិងបងប្អូនជ្រុំជាតិដោយសេចក្តីគោរពថ្ងៃនេះគឺជាថ្ងៃសុក្រ700ខែចែកឆ្នាំថោះត្រីស័កពុទ្ធសករាជ2555ត្រូវនៅថ្ងៃទី13ខែមេសាគ្រិស្តសករាជ2012នៅថ្ងៃសៅរ៍100ខែចែកឆ្នាំថោះត្រីស័កពុទ្ធសករាជ2555ត្រូវនៅថ្ងៃទី7ខែមេសាគ្រិស្តសករាជ2012ទូរទស្សន៍ Temple News បានដកស្រង់ព័ត៌មានវិសាមញ្ញស្តីពីពិធីបដិសណ្ឋារកិច្ចសមាជិករដ្ឋសភាកម្ពុជាអាយដាមសំរងស៊ីនៅភោជនីយដ្ឋាន Sanida ទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកពិធីបដិសណ្ឋារកិច្ចនេះបានរៀបចំឡើងដោយគណៈបកសំរងស៊ីប្រចាំរដ្ឋ Massachusetts សហរដ្ឋអាមេរិកហើយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅក្នុងបរិយាកាសមហាគ្រួសារខ្មែរកំពុងរស់នៅក្នុងទីក្រុង Lowell រដ្ឋ Massachusetts និងទីក្រុងជិតលោកសំរងស៊ីជាអ្នកស្នេហាជាតិកម្ពុជាពិតប្រាកដពុំកាត់ទឹកដីខ្មែរឲ្យបរទេសពុំលួចជាតិប្លន់ជាតិលក់ជាតិឲ្យបរទេសពិសេសប្រទេសជិតខាងយើងពុំកាប់សម្លាប់សម្លុតគំរាមកំហែងបំផិតបំភ័យនិងបំបត្តិស្មារតីប្រជារាស្ត្រស្លូតត្រង់ព្រះសង្ឃនិងអ្នកស្នេហាជាតិឡើយលោកដំកល់ប្រយោជន៍ជាតិជាធំពុំបំរើបរទេសឡើយលោកសំរងស៊ីជាប្រធានគណៈបកសំរងស៊ីគណៈបកធំទី2នៅព្រះរាជាណាចក្រកម្ពុជានិងជាអតីតមន្ត្រីក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៅក្រោយសម័យបោះឆ្នោតជាតិរៀបចំដោយអង្គការសហប្រជាជាតិនាគ្រិស្តសករាជ1993លោកត្រូវរងការប៉ុនប៉ងធ្វើឃាតសម្លាប់ពីសំណាក់រដ្ឋាភិបាលខ្មែរអ្នកកាន់អំណាចអ្នកមានស្ដុកស្ដំបានពីអំពើពុករលួយលួចជាតិនិងឈ្មួញទុច្ចរិតជាច្រើនដងមកហើយដោយព្រះវរៈសមណៈសម្ដេចព្រះសង្ឃរាជសម្ដេចព្រះមហាឃោសនន្ទសម្ដេចសង្ឃសន្តិភាពកម្ពុជានិងពិភពលោកធ្លាប់ដឹកនាំធម្មយាត្រាដើម្បីបញ្ចប់ចំនួននឹងអំពើហិង្សានៅកម្ពុជាអស់16លើកកាលទ្រង់នៅមានព្រះជន្មនៅឡើយលោកសំរងស៊ីពុំដែលរៀបថយម្ដងណាឡើយក្នុងបុព្វហេតុជាតិទោះជារងការធ្វើទុកបុកម្នេញក្នុងអំពើកំសាកភេរវកម្មពីជនផ្ដាច់ការបម្រើបរទេសយ៉ាងណាក៏ដោយនៅចំនួនកុម្មុយនីសនិយមចិនគ្រិស្តសករាជ1975ទៅគ្រិស្តសករាជ1979គេកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់បញ្ញវន្តកសិករនិងធ្វើឃាតសម្ដេចសង្ឃវชิรបញ្ញោហួតតាតនិងព្រះសង្ឃយ៉ាងច្រើនអង្គលើសលប់នៅចំនួនកុម្មុយនីសនិយមយួនគ្រិស្តសករាជ1979រហូតដល់សប្តាហ៍ថ្ងៃបន្តដឹកនាំដោយអតីតកម្មាភិបាលនៅចំនួនមុនគេកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់កសិករបញ្ញវន្តអ្នកនយោបាយអ្នកសារព័ត៌មាននិងធ្វើឃាតព្រះសង្ឃមានព្រះភិក្ខុកេតុធម្មសំប៊ុនធឿនដោយបាញ់ប្រហារព្រះអង្គនៅចំកណ្ដាលថ្ងៃត្រង់និងអាកព្រះភិក្ខុអៀងសុខធឿនដែលជាអ្នកសិក្សាបរិយត្តិធម៌ក្នុងសំណាក់លោកគ្រូធម្មចារ្យបុត្រសវង្សគ្រាន់តែព្រះអង្គនិមន្តចូលរួមចំណែកក្នុងការដង្ហែញត្តិសូមឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្សរបស់ព្រះសង្ឃនិងប្រជារាស្ត្រខ្មែរនៅលើទឹកដីកម្ពុជាក្រោមអតីតទឹកដីនៃព្រះរាជាណាចក្រកម្ពុជាការបាត់បង់មាតុភូមិកម្ពុជានិងព្រះពុទ្ធសាសនាខ្មែរទាំងមូលមានទម្ងន់ធំធេងណាស់ពុំមានអ្វីកាត់ថ្លៃបានឡើយគឺបាត់រលាយសាបសូន្យពីផែនដីនេះជារៀងរហូតពុំដោយការបាត់បង់ជាតិនិងព្រះពុទ្ធសាសនានៅក្រៅប្រទេសមានសហរដ្ឋអាមេរិកនោះទេវាសនាកម្ពុជាយើងពឹងអាស្រ័យលើព្រះដេចគុណម្ចាស់គ្រប់ព្រះអង្គលោកស្រីអ្នកនាងកញ្ញានិងបងប្អូនជ្រុំជាតិទាំងអស់ហើយឯកឧត្តមសំរងស៊ីជាបុត្ររបស់អតីតឧបនាយករដ្ឋមន្ត្រីឯកឧត្តមសំសារីលោកមានស្រុកកំណើតនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាកើតនៅថ្ងៃទី10ខែមីនាគ្រិស្តសករាជ1949នៅក្នុងសម័យអាណានិគមបារាំងត្រួតត្រាប្រទេសកម្ពុជាយើងអស់រយៈកាលជិត100ឆ្នាំតទៅនេះសូមព្រះធេរានុត្រៈលោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទនិងបងប្អូនរួមជាតិនិមន្តអញ្ជើញទស្សនាពិធីបដិសណ្ឋារកិច្ចនេះដោយបេតិសោមនស្សបងប្អូនដែលខេត្តតាកែវបងប្អូនដែលខំតស៊ូនៅជួរមុខយើងនៅជួរក្រោយយើងគ្រប់គ្រងបងប្អូនពេញទំហឹងដើម្បីឲ្យបងប្អូនមានលទ្ធភាពទៅតាមយកជ័យជំនះលើរដ្ឋអំណាចក្បត់ជាតិហ៊ុនសែនដើម្បីឲ្យជនជាតិខ្មែរបានដីស្រែដីចម្ការរបស់យើងមកវិញរដ្ឋាភិបាលឥឡូវនេះនៅស្រុកខ្មែរនេះបានដកអាដាមសំរងស៊ីចេញពីសភា
រដ្ឋាភិបាលហ៊ុនសែនដែលចង់ដកតំណែងរាជពីតំណែងរាជគឺជាទង្វើខុសច្បាប់ការឈឺចាប់នេះហើយដែលអាចប្រែក្លាយទៅជាកម្លាំងរួមមួយនាំឲ្យចេញមកបោះឆ្នោតដើម្បីទម្លាក់មេឃុំមេសង្កាត់រំលំអំណាចផ្ដាច់ការនេះមានតែមេឃុំសំរងស៊ីចៅសង្កាត់សំរងស៊ីទេដែលអាចផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រខ្មែរហើយខ្ញុំមកដល់សហរដ្ឋអាមេរិកនេះដោយសារតែខ្ញុំមិនបានធ្វើអ្វីទៅតាមបញ្ជារបស់រដ្ឋាភិបាលដែលឲ្យខ្ញុំចុះហត្ថលេខាលុបដីឲ្យក្រុមហ៊ុនយួន95ឆ្នាំយើងត្រូវតែដោះប្រទេសជាតិយើងឲ្យទាល់ទៅដោះពីក្រញ៉ាំអំណាចពួកជនក្បត់ជាតិដែលសម្លាប់ជាតិយើងដល់ឃើញឯកឧត្តមអញ្ចឹងគឺកាពះប្រាប់លុតគង់ហើយអរគុណច្រើនណាស់ដែលបានជួយប្រទេសយើងគឺខ្ញុំអរគុណនឹងពួកឯកឧត្តមចូលចាំបណ្ដាំពុកដំណទៅមុខទុកជាគេកាលពុកតែញតែប្រាប់ចាជាដំណាលគ្រាន់បានជាថ្នាលដល់ដឹងស្មារតីចំរៀងខ្ញុំច្រៀងយឹកយោងតាមជាតិកម្ពុជាគ្រប់គ្នាប្រុសស្រីក្រោមក្តីដែលមាននិស្ស័យកើតជាកូនខ្មែរតទៅនេះគឺសូមអស់លោកស្រីបាទសូមដើម្បីសម្រួលយ៉ាងបាត់របស់យើងទាំងអស់គ្នាដើម្បីគោរពទង់ជាតិដើម្បីដល់ប្រទេសជាតិរបស់យើងបាទដោយសារតែភ្លេងរបស់យើងខ្វះខាតដូច្នេះសូមអភ័យទោសដូច្នេះសូមអញ្ជើញគណៈអធិបតីនិងអស់លោកស្រីគោរពទង់ជាតិគោរពបាទតទៅនេះសូមអញ្ជើញអស់លោកស្មឹងស្មាតចំនួនវិនាទីដើម្បីរំលឹកគុណទៅដល់ពុកពាក់បរោះអ្នកស្នេហាជាតិនិងប្រជាជនយើងទាំងអស់ដែលបានស្លាប់ក្នុងបុព្វហេតុជាតិនិងមាតុភូមិនិងលទ្ធិប្រជាធិបតេយ្យបាទសូមសង្ឃស្មាតគោរពបាទសូមអរគុណសូមអញ្ជើញសម្រួលអរិយាប័ត្រខ្ញុំសូមជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរពនិងជាទីនឹករលឹកថ្ងៃនេះខ្ញុំមានសេចក្តីត្រេកអរឥតឧបមាលើកពីនេះទៅទៀតគឺមានសេចក្តីពើក្នុងចិត្តដែលបានមកជួបកំពុងតែជួបជាមួយបងប្អូនដែលមានចំនួនច្រើនកុះកដែលបងប្អូនកំពុងតែផ្ដល់កិត្តិយសឲ្យខ្ញុំមកសម្ដែងសម្ដាលជាមួយនឹងបងប្អូនខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅទីបំផុតជូនចំពោះបងប្អូនម្នាក់ដែលបានចំណាយពេលវេលាកម្លាំងកាយវិធានធ្វើដំណើរមកពីជិតឆ្ងាយដើម្បីផ្ដល់កិត្តិយសឲ្យខ្ញុំបានជួបសម្ដែងសម្ដាលជាមួយបងប្អូនជនរួមជាតិថ្ងៃនេះមានទាំងតំណាងជាប់ឆ្នោតនៃសហគមន៍ខ្មែរនៅរដ្ឋ Massachusetts ហើយទៀតខ្ញុំមិនភ្លេចគុណបងប្អូនទេពីពិសេសមានហៅថាមិត្តភ័ក្តិបងប្អូនដែលធ្លាប់ស្រឡាញ់រាប់អានដោយបងប្អូនបង្កើតនៅរដ្ឋ Massachusetts
នៅតំបន់ក្រុងឡូនេះហើយខ្ញុំសូមថ្លែងអំណរគុណក្នុងនាមប្រជារាស្ត្រខ្មែរដែលខ្ញុំជាតំណាងពិសេសក្នុងនាមគណៈបក្សសពរាំងស៊ីដែលខ្ញុំធ្វើជាប្រធានដោយអ្នកដែលនៅប្រទេសកម្ពុជាអ្នកដែលនៅតស៊ូជួរមុខតែងតែបានទទួលការគ្រប់គ្រងការលើកទឹកចិត្តការឧបត្ថម្ភពីសំណាក់បងប្អូននៅរដ្ឋ Massachusetts នៅតំបន់ទីក្រុងឡូនេះអញ្ចឹងយើងជួបជុំគ្នាដើម្បីនិយាយអំពីស្ថានភាពនិងវាសនានៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាខ្ញុំមិនចាំបាច់អត្ថាធិប្បាយអ្វីវែងឆ្ងាយទេអំពីស្ថានភាពនេះពីព្រោះព័ត៌មានសម័យនេះគឺបងប្អូនម្នាក់នៅគ្រប់ទិសទីគឺបានទទួលយ៉ាងឆាប់រហ័សយ៉ាងបោះក្បាយយើងដឹងឮទាំងអស់គ្នាហើយដឹងឮអំពីស្ថានភាពនៅប្រទេសកម្ពុជាយើងដែលមានភាពធ្ងន់ធ្ងរដល់កម្រិតណាយើងជួបជុំគ្នាគឺដើម្បីគិតរកដំណោះស្រាយព្រោះបើយើងនិយាយតែពីបញ្ហាអត់ទៅមានប្រយោជន៍ទេដល់តែគិតគូររកដំណោះស្រាយត្រូវតែរកឲ្យបានឆាប់ពីព្រោះស្ថានភាពធ្ងន់ធ្ងរណាស់ខ្ញុំតែងតែនិយាយថាជាតិមាតុភូមិរបស់យើងគឺដូចជាម្ដាយយើងអញ្ចឹងដែរព្រោះក្នុងពាក្យមាតុភូមិមានពាក្យមាតុគឺមេដាគឺម្ដាយហើយភូមិគឺប្រទេសអញ្ចឹងមាតុភូមិមានន័យថាប្រទេសដែលបានផ្ដល់កំណើតឲ្យយើងទាំងអស់យើងកើតនៅលើទឹកដីខ្មែរយើងបានធំធាត់នៅលើទឹកដីខ្មែរយើងបានហូបបាយដែលចេញមកពីស្រូវដែលបានអង្គបង្កើនផលនៅលើទឹកដីខ្មែរយើងដឹងក្តីនៅលើទឹកដីខ្មែរដូច្នេះទឹកដីខ្មែរដូចជាម្ដាយយើងទាំងអស់គ្នាអញ្ចឹងដែរឥឡូវនេះនិយាយសង្ខេបឲ្យខ្លីម្ដាយយើងឈឺធ្ងន់ណាស់យើងត្រូវតែជួយស្រោចស្រង់ជីវិតម្ដាយយើងបើយើងបណ្ដោយឲ្យស្ថានភាពនៅតែបន្តដោយសពថ្ងៃទៀតម្ដាយយើងនឹងស្លាប់ដូច្នេះអ្នកណាគេនិយាយថាស្រុកខ្មែរជឿនលឿនអភិវឌ្ឍសបាយមិនដឹងជាជឿនលឿនមិនដឹងជាអភិវឌ្ឍមិនដឹងជាសបាយកន្លែងណាពីព្រោះពាក្យថាអភិវឌ្ឍគឺអភិវឌ្ឍដើម្បីប្រជារាស្ត្រប៉ុន្តែស្រុកខ្មែរសពថ្ងៃអភិវឌ្ឍមិនមែនដើម្បីប្រជារាស្ត្រគឺអភិវឌ្ឍធ្វើបាបប្រជារាស្ត្រអភិវឌ្ឍគៀបសង្កត់លួចប្លន់ដីធ្លីប្រជារាស្ត្រធ្វើឲ្យប្រជារាស្ត្រស្លាប់បន្តិចម្ដងដែលថាជាតិយើងកំពុងតែស្លាប់នេះបងប្អូនមើលការសម្លាប់ជាតិយើងគឺគេកំពុងតែធ្វើសពថ្ងៃធ្វើដោយប្រយោលធ្វើដោយត្រជាក់បន្ទាប់ពីខ្មែរក្រហមដែលសម្លាប់រាជខ្មែររាប់លានអ្នកសម្លាប់ឆាប់សម្លាប់ឆៅយកទៅវាយចោលស្លាប់ភ្លាមឬមួយបង្អត់បាយស្លាប់ភ្លាមនឹងជាការសម្លាប់ប្រយ៉ាងប៉ុន្តែរបបលោកហ៊ុនសែនក្រោយនេះបន្ទាប់ពីខ្មែរក្រហមគឺគេបន្តការសម្លាប់ជាតិយើងសម្លាប់ត្រជាក់សម្លាប់តាមពិធីអភិវឌ្ឍខ្លាំងសម្លាប់តាមរូបភាពសេដ្ឋកិច្ចខ្ញុំជាអ្នកជំនាញមានបទពិសោធន៍ក្នុងវិស័យសេដ្ឋកិច្ចខ្លះដែរហើយខ្ញុំឃើញថាសេដ្ឋកិច្ចនៅស្រុកខ្មែរសប្តាហ៍គឺជាឧបករណ៍ដើម្បីសម្លាប់ជាតិយើងវិធានការដែលរដ្ឋាភិបាលលោកហ៊ុនសែនចាត់គឺដើម្បីសម្លាប់ជាតិយើងតាមរូបភាពថ្មីនេះព្រោះមិនសម្លាប់យ៉ាងម៉េច
សម្រាប់ឲ្យខ្មែរអស់ដីអស់ព្រៃអស់ត្រីបងប្អូនគិតមើលទៅ3ហ្នឹងដីព្រៃត្រីអត់មាននរណាហ៊ាននិយាយបងប្អូនមើលគណៈបកទាំងអស់អ្នកនយោបាយទាំងអស់អត់មាននរណាហ៊ាននិយាយឲ្យចំថាហ៊ុនសែនជាជនក្បត់ជាតិហ៊ុនសែនកាត់ទឹកដីខ្មែរឲ្យទៅយួនខ្ញុំឃើញយ៉ាងច្បាស់ខ្ញុំឃើញផ្ទាល់ភ្នែកខ្ញុំចុះទៅជួយប្រជារាស្ត្រខ្មែរដែលរងគ្រោះដោយយួនបង្ខិតព្រំដែនរំលោភយកដីស្រែដីចម្ការគាត់ដីស្រែដីចម្ការគាត់គឺជាទឹកដីនៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាដូច្នេះជួនគឺវាចង់បានទឹកដីយើងរឿងនេះមិនមែនរឿងថ្មីថ្មោងទេយូរឆ្នាំច្រើនសតវត្សមកហើយតែឥឡូវនេះគឺយួនប្រើហ៊ុនសែនគឺយួនខ្ចីដៃហ៊ុនសែនដើម្បីសម្លាប់ជាតិខ្មែររឿងយើងធន់ណាស់មិនមែនដូចនៅប្រទេសគេដទៃទៀតមិនមែនដូចនៅភូមាដូចនៅប្រទេសដែលតស៊ូដើម្បីត្រឹមតែសេរីភាពលទ្ធិប្រជាធិបតេយ្យយុត្តិធម៌និងភាសាគេយល់ទាំងអស់គ្នាហើយតែយើងត្រូវតែការពារទឹកដីយើងការពារជាតិមាតុភូមិយើងតទល់ទៅនឹងប្រទេសមួយដែលគេមានមហិច្ឆតាយកទឹកដីយើងសម្លាប់ជាតិយើងបំបត្តិជាតិយើងដោយគេបានធ្វើគេបានសម្រេចនៅកម្ពុជាក្រោមហើយដូច្នេះបើអ្នកណាមិនជឿថាអ្វីដែលខ្ញុំនិយាយគ្រោះថ្នាក់តែជាតិយើងកំពុងតែស្លាប់ជួនកំពុងតែវិទីយកទឹកដីយើងសម្លាប់ជាតិយើងបន្តិចម្ដងមើលទៅកម្ពុជាក្រោមទៅនេះជាគំរូដែលឧទាហរណ៍ដែលធ្វើឲ្យយើងភ័យខ្លាចតែបើយើងមិនរួមគ្នាធ្វើអ្វីមួយឲ្យបានឆាប់ជាតិយើងនឹងបាត់បង់ប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនឹងខ្លាយទៅជាកម្ពុជាក្រោមមួយទៀតគឺទៅជាខេត្តមួយនៃប្រទេសវៀតណាមរឿងនេះធ្ងន់ណាស់យើងមិនមែនទាមទារតែលទ្ធិប្រជាធិបតេយ្យសេរីភាពទេគឺយើងទាមទារឯករាជ្យភាពគឺយើងទាមទារអធិបតេយ្យជាតិគឺយើងការពារទឹកដីយើងប្រឆាំងនឹងយួនឈ្លានពានដែលវាចង់សម្លាប់យើងហើយគ្រោះថ្នាក់ធំដោយយួនវាចាត់បានហ៊ុនសែនវាចាត់បានគណៈបកប្រជាជនពួកជនក្បត់ជាតិដែលបំរើយួនដាច់ថ្លៃសម្លាប់ខ្មែរនេះឯងនៅស្រុកខ្មែរគេអត់ឲ្យនិយាយទេអ្នកណានិយាយគ្រាន់តែនិយាយរឿងព្រំដែនគេអត់ឲ្យនិយាយឲ្យតែហ៊ានថាហ៊ុនសែនកាត់ទឹកដីខ្មែរឲ្យទៅយួនគេចាប់ដាក់គុកភ្លាមហ្នឹងអញ្ចឹងបានអ្នកណាដែលធ្លាប់ហ៊ានជួយការពាររឿងទឹកដីព្រំដែនស្ងាត់ទាំងអស់ខ្ញុំមែនតើខ្ញុំអត់មានប្រឈមមុខជាមួយខ្មែរគ្នាឯងទេគឺខ្ញុំប្រឈមមុខជាមួយយួនអញ្ចឹងបានអាការតស៊ូរបស់ខ្ញុំនេះតស៊ូក្នុងនាមជនជាតិខ្មែរតស៊ូប្រឆាំងនឹងយួនឈ្លានពានកាលពីខ្ញុំទៅដកបង្គោលនៅបង្គោលឈ្លានពានឯងមិនមែនបង្គោលព្រំដែនទេបង្គោលឈ្លានពានយួនមកបោះទៅលើទឹកដីខ្មែរដកថ្ងៃ25ដកកំបីចោលថាអត់ទទួលស្គាល់នឹងបង្គោលឈ្លានពានមិនមែនព្រំដែនទេបងប្អូនមើលអត់មានអាជ្ញាធរខ្មែរណាទាំងហ៊ុនសែនទាំងអ្នកណាក៏ដោយក្នុងរដ្ឋាភិបាលហ៊ុនសែនអត់មានខ្មែរណាប្រតិកម្មទេ10ថ្ងៃដកទៅដូចជារឿងមិនជាគួរឲ្យចាប់អារម្មណ៍មានតែថៃបកគោឈើបញ្ជានិមិត្តរូបគឺមានន័យសំខាន់ណាអញ្ចឹងខ្មែរនៅស្រុកខ្មែរអត់មានណាចាប់អារម្មណ៍ប្រតិកម្មមុនគេប្រតិកម្មដំបូងគឺចេញមកពីប្រទេសវៀតណាមណានឹងតែខ្ញុំបង្ហាញជម្រាបបងប្អូនថារឿងនេះមិនមែនខ្មែរយើងខ្មែរតទល់គ្នាទេគឺយើងតទល់ជាមួយយួនព្រោះអាប្រតិកម្មមុនគេគឺចេញមកពីយួនចេញមកពីទីក្រុងហាណូយចេញមកពីនាយករដ្ឋមន្ត្រីជួនខ្លួនឯងតែម្ដងឈ្មោះងៀនខាន់ឌុងដូច្នេះមិនមែន
មិនមែនរឿងកប៉ិចកប៉ុកទេតើតែនាយករដ្ឋមន្ត្រីយួនខ្លួនឯងស្រេចពីហាណូយបញ្ជាឲ្យហ៊ុនសែនរករឿងចាប់សំរងស៊ីពីព្រោះគេថាសំរងស៊ីប៉ះពាល់មិត្តភាពកម្ពុជាវៀតណាមបណ្ដាមិត្តភាពកម្ពុជាវៀតណាមនឹងគ្រាន់តែជាលេសគ្រាន់តែជាខែលក្រៅមិត្តភាពคล้ายៗនឹងជាលេសដើម្បីឲ្យយួនលេបទឹកដីខ្មែរតើអញ្ចឹងខ្ញុំហ៊ានប៉ះពាល់មិត្តភាពខ្មែរវៀតណាមពីព្រោះមិត្តភាពខ្មែរវៀតណាមនឹងកម្ពុជាវៀតណាមនឹងគឺគ្រាន់តែជាការបិទបាំងទង្វើឈ្លានពានរបស់យួនតាំងពីនោះមកបានរដ្ឋាភិបាលហ៊ុនសែនតុលាការនៅស្រុកខ្មែរធ្វើតាមបញ្ជាយួនរករឿងខ្ញុំប៉ុន្តែខ្ញុំសប្បាយចិត្តណាស់បងប្អូនបើពួកជនក្បត់ជាតិរករឿងខ្ញុំចង់កម្ចាត់ខ្ញុំមានន័យថាខ្ញុំធ្វើត្រូវហើយតែបើខ្ញុំអាចសង្ងំសុខជាមួយពួកជនក្បត់ជាតិមានន័យថាខ្ញុំខុសហើយខ្ញុំទុនខ្សោយពេកហើយដូច្នេះសុខចិត្តប្រឆាំងឲ្យខ្លាំងមានន័យថាយើងធ្វើត្រូវឥឡូវការសម្រាប់ជាតិខ្មែរនេះទៀតបងប្អូនគេថាខ្មែរអស់ដីអស់ព្រៃអស់ត្រីអត់ការងារធ្វើអត់ប្រាក់ចំណូលអត់ថ្នាំសង្កូវពេលឈឺមានជំងឺឈឺថ្កាត់ដេកចាំតែស្លាប់អស់សង្ឃឹមមិនដឹងរស់យ៉ាងម៉េចឥឡូវនេះអ្នកខ្លះអស់សង្ឃឹមគឺបង្ខំខ្លួនទៅធ្វើការទៅស៊ីឈ្នួលគេនៅប្រទេសថៃនៅប្រទេសម៉ាឡេចេញរាប់ពាន់រាប់ម៉ឺនរាប់សែនអ្នកតែចេញទៅទឹកដីខ្មែរទំនេរនឹងហើយនយោបាយជីវិតគឺឲ្យខ្មែរក្រឲ្យខ្មែរពិបាកឲ្យខ្មែរអស់សង្ឃឹមមិនអាចរស់បានឬមិនទាន់ស្លាប់តែមិនអាចរស់បានតទៀតនៅលើទឹកដីខ្មែរបង្ខំចិត្តបង្ខំខ្លួនចាក់ចេញពីប្រទេសពីនឹងទឹកដីខ្មែរកាន់តែទំនេរខ្មែរចេញកាន់តែច្រើនយួនចូលមកកាន់តែច្រើនហើយតាមរូបភាពសេដ្ឋកិច្ចដែលខ្ញុំនិយាយបាញ់មិញរូបភាពអភិវឌ្ឍคล้ายរូបភាពសម្បទាននឹងគឺការប្រគល់ទឹកដីខ្មែរដីមានជីជាតិដីល្អរាប់ម៉ឺនរាប់សែនហិកតារាប់លានហិកតាតួលេខចុងក្រោយដីប្រទេសកម្ពុជាគឺមានទំហំ18លានហិកតាឥឡូវ10លានហិកតាជាងពាក់កណ្ដាលដីល្អដីមានជីជាតិដីដើម្បីទ្រទ្រង់អាយុជីវិតរាជខ្មែរគឺត្រូវគេយកទៅប្រគល់ឲ្យក្រុមហ៊ុនបរទេសមានក្រុមហ៊ុនយួនច្រើនខ្ញុំមិនដែលឃើញក្នុងប្រវត្តិសាស្ត្រក្នុងពិភពលោកមិនដែលឃើញរដ្ឋាភិបាលណាដែលយកទ្រព្យសម្បត្តិជាតិឯងទ្រព្យសម្បត្តិរាជឯងដីធ្លីស្រែចម្ការផ្ទះសម្បែងព្រៃឈើព្រៃភ្នំបឹងបួស្ទឹងទន្លេរហូតទៅដល់ឆ្នេរសមុទ្រកោះគឺគេកាត់ស្រុកខ្មែរជាដុំគេយកទ្រព្យសម្បត្តិជាតិទ្រព្យសម្បត្តិរាជខ្លួនឯងយកទៅឲ្យក្រុមហ៊ុនបរទេសខ្ញុំមិនដែលឃើញតតែសោះនឹងហើយដែលហៅថារដ្ឋាភិបាលក្បត់ជាតិដែលយើងត្រូវតែប្រឆាំងដាច់ខាតឥឡូវយើងចូលដល់ដំណោះស្រាយបងយើងដឹងថាបណ្ដោយឲ្យយួនវាលុកលុយប្រទេសយើងតាមរយៈសេដ្ឋកិច្ចស្រុកខ្មែរគ្រប់គ្រងក្រុមហ៊ុនយួនគ្រប់គ្រងទាំងអស់យើងមើលវិស័យសំខាន់ក្នុងសេដ្ឋកិច្ចនេះកសិកម្មដីធ្លីគឺយួនយកភាគច្រើនដូចថាគេយកដើម្បីធ្វើចំការកៅស៊ូប៉ុន្តែមុននឹងបានចំការកៅស៊ូគេបានសម្បទានព្រៃឈើគេកាប់ឈើអស់ទៅដល់ដីទំនេរគេថាគេដាំកៅស៊ូឥឡូវគាត់ទៅក្រុមហ៊ុនកៅស៊ូ100000ហិកតា 100000ហិកតាហើយមួយហិកតាគេត្រូវការកម្មករម្នាក់អញ្ចឹង100000ហិកតាត្រូវការកម្មករ100000នាក់ហើយយួនវាជ្រើសរើសកម្មករវាមិនមែនរើសកម្មករខ្មែរទេវារើសកម្មករយួនហើយកម្មករមិនមែនកម្មករធម្មតាទេសិតតែទាហានយួនស្លៀកពាក់ជាស៊ីវិលមានកំភ្លើងមានជំនាញខាងច្បាំងដូច្នេះកម្មករយួនគឺចូលមកយួនបង្កើតភូមិនៅស្រុកខ្មែរយួនបង្កើតកូនបង្កើតចៅយួននាំជនជាតិគេចូលមក
ឥឡូវនេះយួនចូលមកគ្រប់ខេត្តក្រុងទាំងអស់ទៅដល់ប្រទេសព្រំដែនប្រទេសសៀមនៅបៃលិននៅបន្ទាយមានជ័យនៅឧត្តរមានជ័យដែលជាប់សៀមដែលបន្តែមានយួនឥឡូវយួនទៅដល់ហើយយ៉ាងបងប្អូនគឺវិទ្យាគ្រោះថ្នាក់ធំអញ្ចឹងយើងគិតថាយើងត្រូវតែរកវិធានការត្រូវតែមានយុទ្ធសាស្ត្ររួមមួយយុទ្ធសាស្ត្រធំមួយយុទ្ធសាស្ត្រក្នុងរយៈពេលមិនត្រូវយូរពេកទេបើយូរពេកហួសពេលតាមប្រទេសអស់តាន់ពេលទេខ្ញុំសូមកំណត់តែ3ឆ្នាំយើងត្រូវមានយុទ្ធសាស្ត្រធំមួយយុទ្ធសាស្ត្ររួមយុទ្ធសាស្ត្រដែលរាប់រំដោះទិដ្ឋភាពមើលគ្រប់ជ្រុងជ្រោយទាំងអស់សូមកំណត់3ឆ្នាំពីព្រោះស្ថានភាពទោះជាយើងរងគ្រោះយ៉ាងធ្ងន់ធ្ងរតែស្ថានភាពដល់សេចក្តីសង្ឃឹមឲ្យយើងទាំងស្ថានភាពក្នុងប្រទេសទាំងស្ថានភាពក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ទាំងស្ថានភាពក្នុងពិភពលោកយើងឃើញថាមានការវត្តគឺឃើញតំណែងតំណងរវាងមហាអំណាចនៅក្នុងតំបន់យើងប្រទេសនានាក្នុងតំបន់យើងឃើញទឹកចិត្តប្រជារាស្ត្រមានការឈឺចាប់មានការផុសផុលដូច្នេះក្នុងរយៈពេល3ឆ្នាំយើងត្រូវតែរំដោះប្រទេសជាតិយើងឲ្យទាល់តែរំដោះពីក្រញ៉ាំអំណាចពួកជនក្បត់ជាតិដែលសម្លាប់ជាតិយើងដើម្បីស្រោចស្រង់ប្រទេសជាតិយើងត្រូវតែរំដោះប្រទេសជាតិយើងពីរដ្ឋអំណាចក្បត់ជាតិសពថ្ងៃហើយនៅយុទ្ធសាស្ត្រនឹងគឺមាន3យ៉ាងដូចជាជំងឺឈឺធ្ងន់រោគវិជ្ជបណ្ឌិតខាងទួយហើយគ្រូពេទ្យទាំងអស់ច្បាស់ជាអាចបញ្ជាក់អ្វីដែលខ្ញុំចង់និយាយពីជំងឺឈឺធ្ងន់យើងត្រូវតែមានថ្នាំយើងត្រូវតែមានឱសថស័ក្តិសិទ្ធិហើយបើថ្នាំមួយមុខបញ្ជាទេពីមានថ្នាំច្រើនមុខពីមុខថ្នាំខ្លះយើងត្រូវតែប្រើប្រាស់ទន្ទឹមគ្នាថ្នាំខ្លះយើងប្រើប្រាស់ដំណាក់កាលមួយទៀតពីពិសេសមានថ្នាំខ្លាំងចុងក្រោយយើងត្រូវតែប្រើពីព្រោះបើយើងមិនប្រើបើយើងមិនធ្វើអីគង់តែស្លាប់ដដែលដូច្នេះបើយើងប្រើថ្នាំខ្លាំងអាចស្លាប់អាចរស់តែអាចរស់ដែរអញ្ចឹងបានយើងត្រូវមើលថ្នាំទាំងអស់ដែលយើងត្រូវមកប្រើប្រាស់ឲ្យវាគួបផ្សំគ្នាថ្នាំមួយវាជួយគ្នាទៅវិញទៅមកដើម្បីសម្លាប់មេរោគគឺដើម្បីកម្ចាត់របបហ៊ុនសែនរបបក្បត់ជាតិហើយមានតែយើងទេបងប្អូនដែលអាចធ្វើអីបានដែលអាចនិយាយយ៉ាងច្បាស់នៅស្រុកខ្មែរអត់មានអ្នកណាហ៊ាននិយាយអញ្ចឹងទេឥឡូវឆ្នាំទី1គឺការបោះឆ្នោតឆ្នាំទី2គឺការបដិងហ៊ុនសែនពីព្រោះហ៊ុនសែនជាជនអក្រិតបុគ្គលហ៊ុនសែនជាជនអក្រិតដើម្បីឲ្យតុលាការឯករាជ្យនៅក្នុងប្រទេសប្រជាធិបតេយ្យណាមួយឬតុលាការអន្តរជាតិចាប់ហ៊ុនសែនយកទៅកាត់ទោសតាមច្បាប់ពីព្រោះតកហ៊ុនសែនតែម្នាក់ស្រុកខ្មែរប្រជារាស្ត្រខ្មែរបានសក់យ៉ាងហោចណាស់ក៏មួយរយៈពេលហើយឆ្នាំទី3ជៀសមិនផុតទេគឺប្រជារាស្ត្រខ្មែរត្រូវតែងើបឈរឡើងត្រូវតែតទល់ជាមួយអំណាចផ្ដាច់ការត្រូវតែប្រើមធ្យោបាយដើម្បីការពារជីវិតរបស់ខ្លួនត្រូវតែងើបឈរដូចនៅប្រទេសមួយចំនួនក្នុងពិភពលោកទោះជាប្រទេសនោះមានជនផ្ដាច់ការគ្រប់គ្រងដឹកនាំ30-40 ឆ្នាំក៏ដោយតែទីបញ្ចប់ប្រជារាស្ត្របានទទួលជ័យជំនះដោយការបះបោរយើងក៏អញ្ចឹងដែរយើងត្រូវតែងើបឈរដើម្បីកម្ចាត់របបហ៊ុនសែនឲ្យទាល់តែបានក្នុងរយៈពេល3ឆ្នាំខាងមុខនេះនឹងហើយគេហៅថាទ្រង់ទ្រាយណាយុទ្ធសាស្ត្រដែលទ្រង់ទ្រាយធំដែលបូកបញ្ចូលទិដ្ឋភាព
ទាំងអស់ការងារច្រើនបែបច្រើនយ៉ាងដែលយើងត្រូវធ្វើរួមគ្នាទី1ការបោះឆ្នោតនេះអត់គ្រប់គ្រាន់ទេបងប្អូនខ្ញុំដឹងហើយថាយើងមិនអាចឈ្នះហ៊ុនសែនតាមតែរយៈការបោះឆ្នោតដោយគេបានធ្វើមកទល់ពេលនេះទេតែទោះជាយ៉ាងណាក៏ដោយការបោះឆ្នោតនឹងគឺជាជំហានទី1ដែលផ្ដល់មូលដ្ឋានឲ្យយើងដើម្បីយើងសម្រេចការងារបន្តទៅទៀតដូចជាជំហានទី1ដំណើរវែងឆ្ងាយដល់ណាក៏ដោយគឺចាប់ផ្ដើមដោយជំហានទី1បើគ្មានជំហានទី1អត់មានដំណើរណាអាចទៅដល់គោលដៅនោះទេខ្ញុំមានការសោកស្ដាយពីព្រោះមានអ្នកហើយជួនគេហៅថាជាអ្នកនយោបាយក៏បានគេបានធ្វើការឃោសនាថាគុំទៅបោះឆ្នោតបងប្អូនមានដែរឮទេឃោសនាចេញពាក្យក្រោយនេះថាគុំទៅបោះឆ្នោតថាបោះឆ្នោតអត់បានការមិនងាយឈ្នះហ៊ុនសែនទៅបោះឆ្នោតបានការអីបងប្អូនមានដែរឮទេការឃោសនានឹងអកុសលណាបងប្អូនខ្ញុំសូមឲ្យបងប្អូនគិតពិចារណាគ្មានប្រទេសណាដែលផ្ដាច់ការជាប្រទេសភូមានេះហេតុអ្វីបានអ្នកដឹកនាំចលនាប្រជាធិបតេយ្យលោកស្រីអ៊ុងសានស៊ូស៊ីនៅប្រទេសភូមាគាត់ទៅចូលរួមក្នុងការបោះឆ្នោតគាត់ដឹងថាអត់ឈ្នះទេមិនងាយឈ្នះរបបផ្ដាច់ការទេគេឲ្យបោះ40កៅអីនៅរដ្ឋសភាប្រទេសភូមាទោះជាគាត់ឈ្នះទាំង40កៅអីក៏អត់ទាន់យកអំណាចបានដែរព្រោះរដ្ឋសភាមាន5-600កៅអីនោះតែគាត់ត្រូវតែចូលអន្តរជាតិគេយល់ដូចគ្នាបានគេជួយគាត់លើកទឹកចិត្តគាត់ឲ្យគាត់ចូលរួមក្នុងការបោះឆ្នោតដូច្នេះយើងមិនតែបកកែជាងអ្នកដែលគេជាជំនាញដែលគេមានបទពិសោធន៍ដែលគេមានឈ្មោះល្បីល្បាញដោយលោកស្រីអ៊ុនសានស៊ូស៊ីមានអាមេរិកតាំងមានអីពិភពលោកគ្រប់គ្រងគេចូលរួមក្នុងការបោះឆ្នោតដូច្នេះយើងក៏មិនត្រូវបោះបង់ឱកាសដែលយើងចូលរួមក្នុងការបោះឆ្នោតបង្ហាញថាយើងទោះជាគេលួចសម្បត្តិឆ្នោតយ៉ាងណាក៏យើងមានលក្ខណៈមានតួនាទីជាតំណាងប្រជារាស្ត្រខ្មែរខ្ញុំមកសហរដ្ឋអាមេរិកនេះមុនមកដល់ឡូខ្ញុំទៅញូវយ៉កជួបជាមួយនឹងអគ្គលេខាធិការរងអង្គការសហជីវជាតិទទួលបន្ទុកកិច្ចការនយោបាយរឿងបោះឆ្នោតរឿងអីហ្នឹងខ្ញុំទៅ Washington DC ខ្ញុំជួបជាមួយ State Department ក្រសួងការបរទេសសហរដ្ឋអាមេរិកខ្ញុំទៅជួបតំណាងរាស្ត្រសហរដ្ឋអាមេរិកមានលោក John McCain ដែលគាត់ស្គាល់ខ្មែរបញ្ហាអាស៊ីគាត់បានជួបខ្ញុំផ្ទាល់ជួបជាមួយនឹងអង្គការផ្សេងខាងគណៈបកប្រជាធិបតេយ្យប្រធានវិជាស្ថានជាតិប្រជាធិបតេយ្យដើម្បីកិច្ចការអន្តរជាតិលោកចុងវ៉លឡាគឺមេខាងប្រជាធិបតេយ្យដូច្នេះមិនមែនថាតែពួក Republican មួយពួក Democrat គឺទាំងពីរពីទទួលខ្ញុំនេះគឺទទួលមិនមែនទទួលក្នុងនាមជាបុគ្គលឈ្មោះសំរងស៊ីទេទទួលក្នុងនាមជាតំណាងជារាជខ្មែរតំណាងជាតិខ្មែរយ៉ាងណាបកជាតិតំណាងឲ្យជាតិខ្មែរមួយចំណែកដែរជារាជខ្មែរបានបោះឆ្នោតឲ្យគណៈបកសំរងស៊ីរាប់លានណាហើយគណៈបកសំរងស៊ីមានតំណាងមានសមាជិកព្រឹទ្ធសភា30ដែរណាដូច្នេះគេឲ្យតំណែងឲ្យយើងអាចទៅនិយាយអាចទៅប្រាប់គ្នាអាចទៅសុំការគ្រប់គ្រងយ៉ាងហោចណាស់ទៅគ្រប់គ្រងផ្លូវចិត្តផ្លូវនយោបាយដោយសារយើងតំណែងប្រទេសជាតិតាមរយៈការបោះឆ្នោតដូច្នេះយើងត្រូវទៅចូលរួមក្នុងការបោះឆ្នោតបងប្អូនកុំចាញ់ការគូស្នាខាងនេះទៅបោះឆ្នោតសូមនិយាយបងប្អូនថាមានអ្វីអត់ច្រើនណាស់គេលួចឈ្មោះយើងបងប្អូនមិនបោះឆ្នោតគេយកយើងដែលមានរឿងបញ្ជីឈ្មោះបោះឆ្នោតគេយកទៅបំពាក់ឲ្យជួបមួយដែលអត់មានសិទ្ធិបោះឆ្នោតជាមួយយើងហើយអ្នកដែលចង់ទៅបោះឆ្នោតគឺគេលួចឈ្មោះណា
តម្រង់ថាយើងបង្កើតថាយើងអត់របស់ឆ្នោតទេអាគេលួចឈ្មោះយើងយើងបំពុលឈ្មោះយើងឲ្យគេដើម្បីឲ្យហ៊ុនសែនយកឈ្មោះយើងទៅអំពាវឲ្យយួនបោះឆ្នោតដើម្បីសម្រាប់ជាតិខ្មែរអត់ទេសម្លេងខ្មែរទាំងអស់ត្រូវតែរួមគ្នាបោះឆ្នោតយ៉ាងណាតាមចូលរួមការគឺហើយសម្លេងជួយពីជានេះថ្ងៃបាទណាក់ភូមិបាទសុំណាក់ខេត្តណាក់ជាតិតំណាងរាជរដ្ឋាភិបាលអត់7ឆ្នាំតែគណៈបកជាតិខ្មែរហើយមកធ្វើគណៈបកសង្គ្រោះស៊ីចូលចូលទៅឆាកនយោបាយប្រទេសកម្ពុជាគឺយើងបានទទួលសម្លេងពីប្រជារាស្ត្រគេលួចស្លឹកឆ្នោតយ៉ាងណាទេសម្លេងយើងគឺកើតពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយមានតែគណៈបកសង្គ្រោះស៊ីទេដែលអាចបញ្ជាក់បង្ហាញថាយើងឡើងជាម្ដងឡើងប្រមាណ40នាក់ទៅម្ដងឡើង2 3 4 10ដែលអីទៅដោយការបោះឆ្នោតព្រឹទ្ធសភាចុងក្រោយនេះយើងមានតែ2កៅអីមុនការបោះឆ្នោតដល់បោះឆ្នោតទៅយើងនឹងដើមបាន11កៅអីដូច្នេះមិនមែនធម្មតាទេមានន័យថាប្រជារាស្ត្រយល់ច្បាស់ថាត្រូវតែបោះឆ្នោតដើម្បីឲ្យមានតំណែងប្រជារាស្ត្រយកទៅយកងារយកតួនាទីជាតំណាងរាស្ត្រយកទៅធ្វើជាមូលដ្ឋានដើម្បីតស៊ូបន្តទៀតដើម្បីរំដោះប្រទេសយើងគប់ផ្សំនឹងយុទ្ធសាស្ត្រផ្សេងទៀតមិនមែនមានតែការបោះឆ្នោតទេតែទោះជាយ៉ាងណាក៏ដោយអ្នកខ្លះគេថាអូបោះឆ្នោតបានកាយមិនងាយឈ្នះយូរហើយអូសំរងស៊ីប្រហែលឆ្នាំប្រហែល3 4អាណត្តិមិនដែលឈ្នះអ្នកខ្លះគេថាអូបង្កើតគណៈបកស្បីមួយទៅបោះភ្លាមឈ្នះភ្លាមហើយអូយពិបាកណាស់បងប្អូនមើលយួនណាវាយកស្រុកខ្មែរបានណាវាមិនមែនយកបានក្នុងរយៈពេល1ឆ្នាំ2ឆ្នាំមួយអាណត្តិទេបងប្អូនវាបង្កើតគណៈបកប្រជាជនបដិវត្តកម្ពុជាគណៈបកប្រជាជនឥឡូវនេះវាបង្កើតតាំងពីឆ្នាំ1951ទាំងអស់ទៅយួនយកស្រុកខ្មែរបានឆ្នាំ1979គឺ28ឆ្នាំកាយគណៈបកសង្គ្រោះស៊ីបកឯកទេសតបពីយួនកាយសេរីមានកងទ័ពមានអីមានអាយ៉ងយួនព្រៀងស្រុកខ្មែរតែយើងទៅតទៅបោះឆ្នោតអង្គឈ្នះព្រៀងមិនបានការបោះឆ្នោតរបស់គាត់ដូចជាទីជាហើយយើងតែលើកយើងគឺជាន់ក្រោមផ្ទះមានទីជាន់យើងទៅជាន់ក្រោមយើងចង់ឡើងទៅជាន់ខាងលើតែយើងអាចពីជាន់ក្រោមឡើងទៅជាន់ខាងលើបានដោយការបោះឆ្នោតណាអាចបោះឆ្នោតយើងឡើងទៅដល់ខាងលើយើងមិនដែលមិនអាចធ្វើទៅអញ្ចឹងស្រួលប្រកាសគណៈបកទៅបោះឆ្នោតទៅដល់ប្រទេសបានយើងមួយអភិបាលអញ្ចឹងដើម្បីយើងឡើងពីក្រោមទៅដល់លើយើងទៅដើរមានកម្មរបស់ប្រទេសការបោះឆ្នោតរបស់เราจะพูดถึงการสร้างเสียงយើងឡើងតាមប្រកាសពួកបោះឆ្នោតរបស់សម្លេងយើងឡើងចំនួនតំណាងយើងឡើងចំនួនក្នុងសាសាយើងឡើងឃើញមុនរឹកមុនតណាយើងបោះឆ្នោតអត់ឡើងកម្មបោះឆ្នោតរបស់យើងឡើងកម្មការឡើងកម្មបោះឆ្នោតយើងឡើងមកមួយប្រទេសមានអបកម្មឲ្យយើងឡើងកម្មមួយកម្មប៉ុន្តែថាចុះមកវិញណាទៅចូលរួមជាមួយតែទឹកតែមិនទាន់ឡើងតាមប្រកាសថាចាំបាច់ឯងធ្វើឡើងទាំងអស់គ្នាថាយើងមិនត្រូវមានចរិតចិត្តទេអ្នកណាឡើងចិត្តដល់រួចតែបានឡើងដល់ទៅទៅរំដោះប្រទេសជាតិមែនទេបងប្អូនយើងដឹកនាំគណៈបកប្រឆាំងនឹងយុទ្ធសាស្ត្រមានយុទ្ធការវិទ្យាឆ្នោតយ៉ាងណាគឺគណៈបកសង្គ្រោះស៊ីឡើងមិនយល់ឆាប់គឺចរន្តវាឡើងមិនយល់ឆាប់ទេយើងគុំតែតោគោលដៅឡើងនេះបន្តមកកម្មបន្តពីកម្មអត់ដែរចុះមិនដែរអត់ចុះមានតែជុំតែអត់គូដៅទេយើងនឹងត
ជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវអត់មានការលួចបន្លំស្លឹកឆ្នោតគឺមិនឈ្នះកម្លាំងស្នេហាជាតិទេនឹងឱសថទី1ការបោះឆ្នោតឱសថទី2នៃពួកផ្សំបោះឆ្នោតផងហើយប្តឹងហ៊ុនសែនផងជាឱសថទី2ខ្ញុំមានជំនឿពីព្រោះរបបហ៊ុនសែនគឺមានចំណុចខ្សោយមួយគឺបុគ្គលហ៊ុនសែនដែលបានសម្លាប់រាជខ្មែរច្រើនណាស់កម្មពីហ៊ុនសែនគឺជាខ្មែរក្រហមខ្លួនឯងប្រធានកងពលអញ្ចឹងបានរដ្ឋាភិបាលហ៊ុនសែនឥឡូវនេះគឺរារាំងមិនឲ្យតុលាការខ្មែរក្រហមដែលមានអង្គការសហជីវជាតិឧបត្ថម្ភមានចៅក្រមតែងតាំងដោយអង្គការសហជីវជាតិលើកៀងស្ទះដោយសារអីដោយសាររដ្ឋាភិបាលហ៊ុនសែនគឺរារាំងទប់ស្កាត់កុំឲ្យមានការស៊ើបអង្កេតហ៊ុនសែនថាកាត់ទោសតែប្រមាណ 5-6 នាក់នឹងបានហើយអីអៀងសារីអៀងធីរិទ្ធខៀវសំផននួនជាតាំងអ៊ីវអីហៅដូចហ្នឹងតែចៅក្រមគេថាទេមិនគ្រប់គ្រាន់ទេពីព្រោះការសម្លាប់ក្រមរបបខ្មែរក្រហមនេះគឺមិនមែនតែមនុស្ស 5-6 នាក់នឹងទេមួយពលពតស្លាប់ហើយដែលទទួលការខុសត្រូវគឺថ្នាក់បន្តគឺគណៈស្រុកប្រធានកងពលក៏រួមចំណែកក្នុងការកាប់សម្លាប់ក៏ត្រូវមានទោសដែរហើយក្នុងចំណោមអ្នកដែលត្រូវមានទោសគឺមានជាសឹមគឺមានហេងសំរិនគឺមានហៅណាំហុងគឺមានគៀតឆុនគឺមានហ៊ុនសែនខ្លួនឯងអញ្ចឹងបានគេរារាំងមិនឲ្យតុលាការអន្តរជាតិធ្វើការស៊ើបអង្កេតតទៅមុខទៀតតែយើងក្នុងនាមប្រជារាស្ត្រខ្មែរជាអ្នករងគ្រោះជាអ្នកស្ដារយុត្តិធម៌យើងត្រូវតែគាំទ្រតុលាការដែលមានអង្គការសហជីវជាតិឥឡូវអង្គការសហជីវជាតិស្ដីឲ្យគេខឹងគេប្រតិកម្មខ្លាំងណាស់ប្រឆាំងនឹងទង្វើរដ្ឋាភិបាលហ៊ុនសែនដែលធ្វើឲ្យតុលាការនឹងមានការរាំងស្ទះនឹងបង្ហាញថាហ៊ុនសែនគឺបាត់ឯកបលៈឈាមគង់តែថ្ងៃណាមួយតុលាការអន្តរជាតិតុលាការឯករាជ្យមែនទែននឹងវែកមុខចាប់ហ៊ុនសែនយកទៅកាត់ទោសតែលើសពីនេះទៅទៀតថ្មីជាងនេះទៅទៀតគឺក្រមរបបហៅថាសាធារណរដ្ឋប្រជាមានិតកម្ពុជារបបដែលយួនបន្ទប់ក្រោយពីខ្មែរក្រហមដួលរលំគឺយួនបន្ទប់ហ៊ុនសែនរបបហ៊ុនសែនហ្នឹងឲ្យកាប់សម្លាប់ប្រជារាស្ត្រតទៅទៀតខ្មែរសល់ប្រមាណគេរៀបចំបញ្ជូនទៅស្លាប់ក្រោមរូបភាពមួយគេហៅថាផែនការក5ទៅយកបែកកាច់ផែនការក5ហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីគឺមានការកែងប្រជាពលរដ្ឋយកទៅកាប់ព្រៃយកទៅដោះមីនយកទៅជន់មីនដាក់មីនផងជន់ផងមិនដឹងជាកន្លែងវាអត់ច្បាស់លាស់ដូច្នេះស្លាប់គ្រុនចាញ់ច្រើនណាបង្ខំប្រជាពលរដ្ឋឲ្យទៅធ្វើការយ៉ាងទម្ងន់អត់បាយជួបការស្លាប់នេះដូច្នេះហ៊ុនសែនមានទោសធ្ងន់ណាស់ក្នុងឋានៈជានាយករដ្ឋមន្ត្រីក្រោមរបបមួយដែលនាំមនុស្សទៅស្លាប់បន្តមកទៀតហ៊ុនសែនបានចូលរួមក្នុងការសម្លាប់ការគប់ក្របបែកនៅមុខមន្ទីររដ្ឋសភាគាត់សម្ដៅចង់សម្លាប់ខ្ញុំតែសម្លាប់ខ្ញុំមិនបានសម្លាប់អ្នកស្រូតត្រង់មានកម្មករមាននិស្សិតមានមេគាត់មានសិស្សសាលាអ្នកលក់ដូរអត់ដឹងអីសោះទៅស្លាប់ជិត20នាក់របួសជាង100នាក់របួសធ្ងន់ក្រោយមកទៀតរដ្ឋប្រហារឆ្នាំ1997ហ៊ុនសែនធ្វើរដ្ឋប្រហារហើយចាប់នាយទាហានខាងភូមិសំប៉ែតធ្វើជារណកម្មមុនសម្រាប់ក្រោយមកទៀតឆ្នាំ1998គឺហ៊ុនសែនបានបង្ក្រាបបាតុករមានទាំងប្រសង់ការសម្លាប់ជារៀងពុតប្រសង់ដែលតវ៉ារឿងការរំលោភរឿងការបែកគ្នាប្រហារតាមការជារៀងរបស់ឆ្នាំតាមនេះជាប់ខតជាប់ឯនេះខតហើយមកទៀតសម្រាប់ជីវជាតិហើយហ៊ុនសែនគាត់ដាក់ខ្លួនថាគេស៊ើបអង្កេតអំពីការស៊ើបអង្កេតរឿងជីវជាតិជាសហគមន៍មេកម្មត
ឲ្យពួកក្រុមសហជីពអាមេរិកជំរុញឲ្យទៅស៊ើបអង្កេតអាហារសម្រាប់ជារកទៅឃើញថាហុករំនេះគាត់ទទួលបញ្ជាពីហ៊ុនសែនចឹងគេត្រូវសម្រាប់ហុករំនេះមុនមើលចាប់ហុករំនេះទៅសួរចម្លើយហុករំនេះឆ្លើយថាហ៊ុនសែនតែហ៊ុនសែនត្រូវសម្រាប់រំនេះមុនចឹងយើងឃើញថាការស៊ើបអង្កេតពីឈាមទៅដល់ហើយកាលពីឆ្នាំ2005ខែកញ្ញា2005ហ៊ុនសែនទៅដល់ញូវយ៉កខ្ញុំតាមដានការជាប់ស្នាញ់គេលាក់គេអត់ឲ្យដឹងទេបបរហោះគេមកដល់ថ្ងៃណាមកតាមណាគេនៅអូតែលណាតែខ្ញុំមានអ្នកដែលគេស្រឡាញ់យុត្តិធម៌នៅក្នុងជួរគណៈបកប្រជាជនគេប្រាប់ទាំងអស់ប្រាប់កន្លែងហ៊ុនសែននៅអញ្ចឹងខ្ញុំបានដាក់ពាក្យបណ្ដឹងនៅតុលាការទីក្រុងញូវយ៉កថាហ៊ុនសែនចិត្តមកដល់ការគប់ក្របឯកនេះ FBI បានវេកបុកឃើញថាពួកអ្នកក្រុមដែលធ្វើការជាមួយហ៊ុនសែនជាអ្នកជាជនដៃដល់មានហ៊ីងមុនហៀងមេអង្គរៈហ៊ុនសែនហុយពិសិដ្ឋគឺអ្នកដែលចិត្តស្និទ្ធជាមួយហ៊ុនសែនអ្នកបញ្ជាឲ្យរៀបចំការគប់ក្របឯកហើយគេស៊ើបអង្កេតទៅគេថាអ្នកនោះហ៊ានធ្វើបែបនេះតើតែហ៊ុនសែនបញ្ជាមិនមែនហ៊ុនសែនអត់ដឹងហ៊ុនសែនដឹងហើយបញ្ជាទៀតចឹងអន្តរការអាមេរិកនៅប្រទេសញូវយ៉កអត់នៅសហរដ្ឋអាមេរិកទីក្រុងញូវយ៉កពេលហ៊ុនសែនចេញពីបន្ទប់ស្រាប់តែតំណាងតុលាការហត់នៃការហៅហ៊ុនសែនហើយតែឆ្លើយនឹងប្រមូលតុលាការហ៊ុនសែនឃើញហ៊ុនសែនតិចព្រៀងឡើងគាត់អស់ទៅសុខខ្មែរគាត់ទេហ្វូនមកខ្ញុំថាឯកឧត្តមសំរងស៊ីសូមដកពាក្យបណ្ដឹងចេញទៅយើងដកពាក្យទាំងសងខាងខ្ញុំថាអត់ដកឲ្យព្យួរខ្ញុំគិតក្នុងចិត្តថាហ៊ុនសែនគាត់ចេះកែខ្លួនគាត់ឈប់សម្រាប់រាជគាត់ឈប់ធ្វើខ្ញុំកញ្ចេះយួនគាត់ឈប់សម្រាប់ជាតិឯងអានឹងខ្ញុំឲ្យគាត់មានឱកាសស្ដារខ្លួនគាត់ប៉ុន្តែតាំងពីនោះមកគឺថាហ៊ុនសែនក្បត់ជាតិកាន់តែធ្ងន់ធ្ងរទៅធ្វើបាបរាជកាន់តែខ្លាំងឡើងដូច្នេះខ្ញុំត្រូវតែដាក់ពាក្យបណ្ដឹងចូលវិញហើយដាក់ជ្រុំកន្លែងទៀតដើម្បីថ្ងៃណាចាក់ហ៊ុនសែនទៅកាន់បាត់ខ្ញុំតទល់ជាមួយលោកហៅនំហុងគឺដៃស្ដាំហ៊ុនសែនណារឿងកិច្ចការបរទេសដល់តាំងគ្នានៅតុលាការប្រទេសបារាំងហៅនំហុងគាត់ធ្លាប់ឈ្នះសម្ដេចសៀនុណាគាត់ថាគ្មាននរណាអាចឈ្នះគាត់ទេបើគាត់ឈ្នះសម្ដេចសៀនុគាត់ទៅតទល់ជាមួយខ្ញុំនៅតុលាការបារាំងទីបញ្ចប់គាត់ចាញ់ជាស្ថាបនិកបើខ្ញុំឈ្នះហៅនំហុងហើយខ្ញុំនឹងឈ្នះហ៊ុនសែនទៀតចឹងសរុបសេចក្តីទៅខ្ញុំជឿថាថ្ងៃណាមួយហ៊ុនសែនគាត់ភ្លេចខ្លួនគាត់ផ្លាត់ស្នៀតគាត់ឈានជើងមកដល់ប្រទេសសេរីណាមួយដែលតុលាការគេសហការជាមួយតុលាការនៅប្រទេសដែលខ្ញុំបានដាក់ពាក្យបណ្ដឹងពេលនោះហ៊ុនសែននឹងជាប់សំណាញ់តុលាការអន្តរជាតិគេយកហ៊ុនសែនទៅដាក់ទោសជាសំខាន់យើងធ្វើការយុទ្ធសាស្ត្រយើងនេះទាំងពីរមុខនេះយើងទន្ទឹមគ្នាយើងចូលរួមក្នុងការបោះឆ្នោតផងព្រោះសម្លេងយើងតំណែងយើងទទួលបានច្បាស់ជាកើនឡើងហើយយើងប្តឹងហ៊ុនសែនទន្ទឹមគ្នានេះផងប៉ុន្តែបើនៅតែមិនទាន់បានសម្រេចនឹងត្រូវឈានចូលដំណាក់កាលមួយចុងក្រោយគឺត្រូវដាក់ឆ្នាំក្តៅឆ្នាំខ្លាំងហើយបងប្អូនពេលនោះក៏យើងធ្វើឲ្យរដ្ឋអំណាចហ៊ុនសែនចុះថយដែរពីព្រោះសម្លេងយើងកើនឡើងគឺរដ្ឋអំណាចហ៊ុនសែនចុះថយការចោទប្រកាន់ចាក់ហ៊ុនសែនទោះជាចាក់ហ៊ុនសែនមិនទាន់បានក៏មានដីកាតាមចាប់ក៏ហ៊ុនសែនចុះឥទ្ធិពលគាត់អំណាចគាត់ចុះថយពីព្រោះអន្តរជាតិទាំងមូលគេថាអូហ៊ុនសែនឥឡូវមានដីកាតាមចាប់ជាជនអូក្រិដ្ឋទោះជាចាប់ហ៊ុនសែនមិនទាន់បានក៏គេទទួលស្គាល់ថាហ៊ុនសែនជាជនអូក្រិដ្ឋដូច្នេះពិបាកអ្នកដទៃពិបាកគ្រប់គ្រងហ៊ុនសែនណាសូម្បីតែយួនក៏ពិបាកគ្រប់គ្រងហ៊ុនសែនដែរឥឡូវយួនគេកំពុងរៀបចំផ្លាស់ហ៊ុនសែនហើយគេដាក់ម៉ែនសំអនជំនួសចឹងហ៊ុនសែនភ័យរត់ឆ្លេច្បាស់ពីចិនទៅយួនពីយួនទៅចិនប៉ុន្តែថ្ងៃណាមួយនឹងផ្លាត់ស្នៀតណាអញ្ចឹងហើយបានសូមឲ្យបងប្អូនជឿជាក់ក្នុងរឿងនេះដំណាក់កាលទី3ក្រោយពីការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាឆ្នាំ2013គឺនៅមួយឆ្នាំ
3 ខែទៀតពេលនោះការបោះឆ្នោតយើងអាចទូទាយថាវាមានលទ្ធភាព2ពីព្រោះយើងកំពុងតែធ្វើចលនាយើងធ្វើចលនាទាមទារឲ្យមានការរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវជាពិសេសឲ្យបដូរគោលយោបល់គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលការពិតគឺជាគណៈកម្មាធិការគណៈបព្វជិជនលួចបណ្ដងសម្រាប់ឆ្នោតទេអញ្ចឹងយើងត្រូវធ្វើម៉េចធ្វើចលនាឲ្យអន្តរជាតិជំរុញទៀតសតរដ្ឋាភិបាលហ៊ុនសែនឲ្យបដូរសមាជិកភាពឲ្យបដូរក្បាលម៉ាស៊ីនគោលយោបល់ឲ្យបដូរច្បាប់បោះឆ្នោតឲ្យបដូរនីតិវិធីបោះឆ្នោតដើម្បីឲ្យការបោះឆ្នោតនោះវាត្រឹមត្រូវជាងព្រោះការបោះឆ្នោតត្រឹមត្រូវល្អប្រសើរជាងគឺសម្លេងយើងរត់ទៅឡើងទៀតអញ្ចឹងអធិពលហ៊ុនសែនរត់ទៅចុះទៀតតែបាទរដ្ឋាភិបាលហ៊ុនសែនមិនព្រមបដូរគោលយោបល់ហើយមិនព្រមឲ្យគូប្រកួតគឺប្រធានគណៈបកប្រឆាំងធំចូលរួមក្នុងការប្រកួតនោះខ្ញុំធ្វើចលនាកុំឲ្យអន្តរជាតិទទួលស្គាល់កុំឲ្យអន្តរជាតិទទួលស្គាល់ការបោះឆ្នោតនៅខែកក្កដាឆ្នាំ2013កុំឲ្យអន្តរជាតិទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឆ្នាំ2013កុំឲ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលណាដែលចេញមកពីការបោះឆ្នោតមិនត្រឹមត្រូវ2013ដូច្នេះបើហ៊ុនសែននៅតែក្រាញអំណាចក្រោយពីការបោះឆ្នោតមិនត្រឹមត្រូវនៅឆ្នាំ2013ពេលនោះអន្តរជាតិឈប់ទទួលស្គាល់រដ្ឋាភិបាលខ្លាយទៅជារដ្ឋាភិបាលមិនស្របច្បាប់រដ្ឋាភិបាលដែលរំលោភឆន្ទៈប្រជារាស្ត្រពេលនឹងប្រជារាស្ត្រខ្មែរត្រូវតែបោះបង់ប្រជារាស្ត្រខ្មែរត្រូវតែបោះបង់ប្រឆាំងរដ្ឋាភិបាលរបស់ជាតិដែលបាត់បង់ភាពស្របច្បាប់អញ្ចឹងអ្វីដែលយើងធ្វើវាមានដំណាក់កាលបងប្អូនមិនមែនថាយើងទៅបោះបង់ឥឡូវយើងមិនទាន់រៀបចំមិនទាន់បង្ហាញកម្លាំងបង្ការងារជារឿងប្រឹងហ៊ុនសែនរឿងអីកំពុងតែទៅមុខវាមិនទាន់ដល់ពេលទេបើយើងបោះបង់យើងធ្វើដូចនៅប្រទេសលីប៊ីណាអង់គ្លេសហៅលីប៊ីទូនីស៊ីអេស៊ីបគេធ្វើគេបានជោគជ័យដូច្នេះយើងត្រូវរងចាំឲ្យផុតពីការបោះឆ្នោតនោះសិនបើការបោះឆ្នោតហ្នឹងមិនត្រឹមត្រូវគឺពិភពលោកឈប់ទទួលស្គាល់រដ្ឋាភិបាលហ៊ុនសែនរដ្ឋាភិបាលហ៊ុនសែនបាត់បង់ភាពស្របច្បាប់ពេលនឹងទើបប្រជារាស្ត្រត្រូវតែងើបឈរប៉ះបោលទម្លាក់រដ្ឋាភិបាលនឹងបានងាយស្រួលអញ្ចឹងរឿងនេះគឺយុទ្ធសាស្ត្រមួយធំយុទ្ធសាស្ត្ររួមដែលយើងត្រូវតែគិតពិចារណាទាំងអស់គ្នាហើយខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីសួរយោបល់បងប្អូនទាំងអស់បងប្អូនមានជាយោបល់មានជាគំនិតមានជាអនុសាសន៍ដើម្បីកែតម្រូវកែលម្អបំពេញបន្ថែមការងារដែលយើងត្រូវធ្វើជាមួយគ្នាការងារនេះគឺជាបេសកកម្មជាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាជាកូនខ្មែរត្រូវតែចូលរួមដើម្បីស្រោចស្រង់ជាតិមាតុភូមិរបស់យើងម្ដាយយើងទាំងអស់គ្នាជួយសង្គ្រោះជីវិតម្ដាយយើងកុំឲ្យគាត់ស្លាប់ដូច្នេះយើងត្រូវតែបដិញ្ញាចិត្តក្នុងរយៈពេល3ឆ្នាំខាងមុខមានយុទ្ធសាស្ត្រ3យ៉ាងខ្មែរទាំងអស់ត្រូវតែរួបរวมគ្នាដើម្បីរំដោះប្រទេសជាតិគឺមាន3ចំណុចដែរទី1ប្រគល់ទឹកដីប្រទេសកម្ពុជាប្រគល់សមប្រទេសកម្ពុជាវិញទី2ទ្រព្យសម្បត្តិប្រជារាស្ត្រខ្មែរដីធ្លីស្រែចម្ការព្រៃឈើជាដើមតំបន់នេសាទជាដើមត្រូវតែប្រគល់សមប្រជារាស្ត្រខ្មែរវិញដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់ទី3វាសនាប្រទេសជាតិយើងត្រូវតែប្រគល់ជូនប្រជារាស្ត្រខ្មែរដែលជាអ្នកសម្រេចវាសនាប្រទេសជាតិយើងមិនឲ្យយួនសម្រេចឲ្យខ្មែរខ្ញុំសូមបញ្ចប់ការប្រកាសនេះសូមមេត្តាអភ័យទោសឲ្យចំណាយពេលវេលាដើម្បីលាតត្រដាងអត់មានអីលាក់បាំងទេព្រោះអ្វីដែលយើងធ្វើគឺស្របច្បាប់ទាំងអស់អ្វីដែលយើងធ្វើគឺដើម្បីរំដោះប្រទេសជាតិយើងដើម្បីជួយសង្គ្រោះប្រជារាស្ត្រខ្មែរឲ្យរួចផុតពីការស្លាប់ដូច្នេះជាតួនាទីរបស់យើងទាំងអស់គ្នាក្នុងការចូលរួមក្នុងបេសកកម្មស្រោចស្រង់ប្រទេសជាតិសូមអរគុណបាទ
នៅក្នុងគណៈនេះព្រះធេរានុធេរាលោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទនិងបងប្អូនរួមជាតិកំពុងទស្សនាកម្មវិធីផ្សាយរបស់ទូរទស្សន៍ Temple News ដែលមានផ្សាយរៀងរាល់ថ្ងៃសុក្រតាមស្ថានីយ៍ទូរទស្សន៍ LTC ប៉ូលី8ចាប់ពីម៉ោង 8 រហូតដល់ម៉ោង 9 យប់ប្រដៅជាគុំម្ចាស់លោកស្រីអ្នកនាងកញ្ញាអាចទស្សនាកម្មវិធីផ្សាយនេះតាមប្រព័ន្ធអ៊ីនធឺណិតដែលមានអាសយដ្ឋាន www.templenews.org ប្រសិនបើព្រះធេរានុធេរាលោកស្រីចង់ធ្វើការតាក់ទងមកបុគ្គលិកទូរទស្សន៍ Temple News សូមប្រដៅជាគុំម្ចាស់លោកស្រីនិមន្តអញ្ជើញធ្វើការតាក់ទងមកយើងខ្ញុំប្រកាសណាយើងខ្ញុំតាមរយៈទូរស័ព្ទដែលមានលេខ 9788623 ឬតាមរយៈអ៊ីមែលដែលមានអាសយដ្ឋាន templenewscast@yahoo.com អូខ្មែរអើយខ្មែរបើខ្មែរស្លាប់រស់រឿងជាតិហៅអ្នកវរៈបរងក្រឡាមបាត់មែនរូបឆោមសំផងតែប្រលឹងនៅរួមគេឈ្មោះកេនតយួងដាក់អងកលបុត្រសូមគោរពលោកអាយដាមសំណួរខ្ញុំគឺស្រួលបំផុតគ្រាន់តែថាយើងដើម្បីបំបត្តិការពុករលួយនៅស្រុកខ្មែរហើយនឹងឲ្យជីវភាពស្រុកខ្មែរយើងនឹងមានមានសិទ្ធិសេរីភាពក្នុងការបោះឆ្នោតមានប្រជាធិបតេយ្យត្រឹមត្រូវហើយដើម្បីឲ្យបំបត្តិការពុករលួយនឹងភាគច្រើនពុករលួយគឺបង្កចេញមកពីពលរដ្ឋការដល់ហើយពេលបើសិនតែពេលគណៈបកឯកឧត្តមបានឈ្នះឆ្នោតនឹងតើគម្រោងរបស់គណៈបកឯកឧត្តមនឹងគម្រោងទី1ដើម្បីឲ្យមានស្ថិរភាពនៅស្រុកខ្មែរនឹងដូចថាភាគច្រើនអ្នកពលរដ្ឋការសប្តាហ៍គឺគណៈបកប្រជាជនពេលគណៈបកឯកឧត្តមពេលឈ្នះឆ្នោតនឹងតើធ្វើយ៉ាងម៉េចជាមួយគណៈបកប្រជាជនដែលធ្វើការសប្តាហ៍ហើយទី2តើវាវត្តរបស់បុគ្គលិកដែលធ្វើការរដ្ឋការយើងសប្តាហ៍ពេលគាត់ធ្វើការបានមួយខែ50ដុល្លារឬ60ដុល្លារក៏100ឡើយហើយបញ្ហាកាពះគឺជាបញ្ហាសំខាន់បញ្ហាដែលមានស្នេហាជាតិនឹងវាមានតិចតួចពេលណាបញ្ហាកាពះខ្វះខាតត្រូវតែបិទភ្នែកមួយចំហៀងទទួលលុយសំណូកសោកប៉ាន់អានឹងគឺថាវាក្បត់តាមតែខ្លួនឯងក៏ប៉ុន្តែបញ្ហាកាពះគឺជារឿងធំដូច្នេះសូមឯកឧត្តមជួយបកស្រាយទៅតាមយោបល់របស់ឯកឧត្តមតាមមូលហេតុកត្តាអ្វីដែលធ្វើឲ្យរដ្ឋអំណាចផ្ដាច់ការនៅភូមិនឹងចុះចាញ់ចលនាប្រជាធិបតេយ្យនៅភូមិទី2សម្រាប់មេរៀនបទពិសោធន៍របស់ប្រជាធិបតេយ្យនៅភូមិចំពោះចលនាប្រជាធិបតេយ្យនៅកម្ពុជាយើងនិយាយរួមនិងចំពោះឯកឧត្តមផ្ទាល់និយាយដល់ឡៃសូមអរគុណខ្ញុំពូពីទីក្រុងឡូសូមជម្រាបសួរបងឯកឧត្តមខ្ញុំមានសំណួរមួយថាតើរដ្ឋាភិបាលហ៊ុនសែនហេតុអ្វីបានជាយល់ព្រមធ្វើកុងត្រាជាមួយក្រុមហ៊ុនយួនហ្វកសម្រាប់99ឆ្នាំតើមានគោលបំណងអ្វីខ្ញុំបាទឈ្មោះរ៉េតាមកំណើតនៅខេត្តភូមិចាមហើយខ្ញុំសូមសួរសំណួរមួយទៅដល់លោកឯកឧត្តមសំណាក់ទីផ្ទាល់ហើយលោកបានអញ្ជើញតើគ្រប់ប្រទេសទាំងអស់ទៅជួបដែលទីកន្លែងនេះសំណួរទី1តាក់ទងទៅនឹងការបំបត្តិឬកាត់បន្ថយអំពើពុករលួយហៅថា corruption ខ្ញុំសូមធ្វើការបែងចែកអំពើពុករលួយមាន2យ៉ាងមានអំពើពុករលួយដើម្បីរស់ដូចជាមន្ត្រីរាជការគ្នាបង្ខំចិត្តទៅទារលុយប្រជារាស្ត្របន្ថែមលើប្រាក់បៀវត្សដែលតិចតួចស្ទួយស្ដើងពេកមិនអាចរស់គឺខ្ញុំប្រើពាក្យថាអំពើពុករលួយដើម្បីរស់បកជាអង់គ្លេសថា survival corruption នឹងជាអំពើពុករលួយមួយយ៉ាងតែអំពើពុករលួយមួយយ៉ាងទៀតគឺអំពើពុករលួយប្លន់ជាតិមិនមែនដើម្បីរស់គឺដើម្បីធ្វើមហាសក្ខីបំផ្លាញជាតិលួចជាតិអានេះជាអំពើពុករលួយធ្ងន់ធ្ងរណាស់ដូច្នេះសូមកុំឲ្យលាយឡំគ្នា
ដោយប៉ូលីសគ្នាខ្វះប្រាក់ខែដើម្បីរស់គ្នាក្នុងកញ្ចែមួយជ្រែកគ្នាបាន1000-2000រៀលណាដើម្បីរស់តែបើមានដឹកនាំពុករលួយស៊ីញេកុងត្រាមកខ្វោចកាត់ទឹកដីលក់ទឹកដីខ្មែរបានរាប់លានដុល្លារមានខុសគ្នាឆ្ងាយណាស់អញ្ចឹងបំបត្តិអំពើពុករលួយយើងត្រូវបំបត្តិអំពើពុករលួយអាធ្ងន់ធ្ងរណាអាលួចជាតិណាបើនិយាយពីអង់គ្លេសថា predatory គឺអានោះបំផ្លាញជាតិសម្លាប់ជាតិហើយប្រមូលលុយរាប់លានដុល្លារយើងត្រូវបំបត្តិអំពើពុករលួយបែបហ្នឹងយើងមិនត្រូវទៅថ្កោលទោសមន្ត្រីរាជការតូចតាចតែគ្នាប្រព្រឹត្តអំពើពុករលួយដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃទេអញ្ចឹងយើងត្រូវផ្ដល់គំរូចំពោះអ្នកដឹកនាំត្រូវផ្ដល់គំរូអ្នកដឹកនាំប្រទេសដូចជាយើងចង់បោះសម្អាតប្រទេសយើងកុំឲ្យមានអំពើពុករលួយដូចបោះផ្ទះអញ្ចឹងយើងបោះផ្ទះគេបោះពីជាន់លើចុះមកក្រោមគេមិនដែលបោះពីក្រោមឡើងលើទេអញ្ចឹងខ្ញុំសូមបដិញ្ញាថារដ្ឋាភិបាលថ្មីណាដឹកនាំដោយអ្នកស្នេហាជាតិយើងនឹងបំបត្តិអំពើពុករលួយពីថ្នាក់លើមុនសិនបោះផ្ទះពីលើចុះក្រោមបាទហើយដំឡើងប្រាក់ខែនេះខ្ញុំមានបទពិសោធន៍ហើយខ្ញុំមិនមែនចេះតែនិយាយដំឡើងប្រាក់ខែប៉ុណ្នេះប៉ុណ្នោះពីព្រោះកាលខ្ញុំធ្វើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគឺខ្ញុំបានដំឡើងប្រាក់ខែមុនគេដំឡើងជាក់ស្ដែងឲ្យគ្រូបង្រៀនឲ្យប៉ូលីសទាហានសួរថាបានលុយពីណាមកដំឡើងប្រាក់ខែខ្ញុំឆ្លើយពីព្រោះខ្ញុំដឹងខ្ញុំបានធ្វើខ្លួនឯងគឺយើងបំបត្តិអំពើពុករលួយអំពើពុករលួយថ្នាក់លើបំបត្តិតែបន្តិចយើងប្រមូលលុយបានច្រើនណាស់ដើម្បីជួយអ្នកក្រដើម្បីដំឡើងប្រាក់ខែជូនមន្ត្រីរាជការអ្នកការពារជាតិអ្នកបម្រើជាតិដូច្នេះយើងអំពាវនាវឲ្យមន្ត្រីរាជការដែលធ្វើការក្រោមក្នុងរបបហ៊ុនសែនថាកុំបារម្ភគឺរដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកស្នេហាជាតិរក្សាតំណែងជូនមន្ត្រីរាជការទាំងអស់ហើយមានទាំងដំឡើងប្រាក់ខែជូនដើម្បីឲ្យបងប្អូនទាំងអស់បម្រើជាតិការពារជាតិដោយថ្លៃថ្នូរដោយមិនចាំបាច់ទៅប្រព្រឹត្តអំពើមិនគប្បីគឺរដ្ឋអំណាចដឹងគុណអ្នកស្នេហាជាតិដឹងគុណអ្នកបម្រើជាតិនឹងផ្ដល់ប្រាក់ខែឲ្យបានសមរម្យរស់បានយ៉ាងថ្លៃថ្នូរដែលលុយនេះយើងនឹងប្រមូលពីអំពើពុករលួយថ្នាក់លើមកជួយឧបត្ថម្ភជីវភាពមន្ត្រីរាជការតូចតាចបាទពីរឿងភូមិមានការប្រែប្រួលល្អហើយយើងឆ្លៀតឱកាសនេះដែលខ្ញុំទៅជួបជាមួយនឹងរដ្ឋាភិបាលប្រទេសជាមិត្តឲ្យគេធ្វើការប្រៀបធៀបថាភូមិធ្លាប់តែប្រទេសផ្ដាច់ការជាងគេតែឥឡូវភូមិបើកចំហភូមិដោះលែងមេគណៈបកប្រឆាំងភូមិឲ្យមេគណៈបកប្រឆាំងអូនសាន់ស៊ូស៊ីចូលរួមក្នុងការបោះឆ្នោតតែផ្ទុយទៅវិញប្រទេសកម្ពុជាដើរបញ្ច្រាស់ចរន្តគឺលួចបន្លំស្លឹកឆ្នោតរៀបរៀងការបោះឆ្នោតមិនឲ្យត្រឹមត្រូវមិនឲ្យមានគូប្រកួតមិនឲ្យមានមេគណៈបកប្រឆាំងចូលរួមក្នុងការបោះឆ្នោតយកតុលាការឡុកឡែដើម្បីរៀបចំការបោះឆ្នោតคล้ายវាផ្ទុយពីប្រទេសភូមាដូច្នេះអ្នកនគរធ្លាប់តែចាប់អារម្មណ៍ពីប្រទេសភូមាថាប្រទេសភូមាផ្ដាច់ការតែឥឡូវរដ្ឋាភិបាលហ៊ុនសែននៅស្រុកខ្មែរគឺផ្ដាច់ការជាងភូមាទៅទៀតអញ្ចឹងបានកលៈទេសៈហ្នឹងវាអំណោយផលឲ្យយើងស្រួលលើកពីបញ្ហាប្រទេសយើងនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ប៉ុន្តែដូចខ្ញុំនិយាយពីដើមទីលក្ខណៈប្រទេសភូមាមិនធន់ធ្ងរដោយប្រទេសកម្ពុជាទេពីព្រោះប្រទេសភូមាគឺគេតស៊ូដើម្បីប្រជាធិបតេយ្យសុខសាន្តនៅក្នុងក្របខ័ណ្ឌប្រទេសភូមាគឺព្រំដែនគេសពថ្ងៃតែស្រុកខ្មែរយើងមានយួននៅពីក្រោយហ៊ុនសែនដូច្នេះការតស៊ូរបស់យើងគឺវាពិបាកជាងប្រទេសភូមាពីព្រោះយើងតស៊ូមិនមែនដើម្បីតែលទ្ធិប្រជាធិបតេយ្យទេគឺដើម្បីអាយុជីវិតប្រទេសជាតិយើងពីព្រោះហ៊ុនសែនជាខ្ញុំកញ្ជះយួនហ៊ុនសែនបម្រើយួនហ៊ុនសែនគឺឲ្យយួនខ្ចីដៃដើម្បីសម្លាប់ជាតិខ្មែរដូច្នេះសូមបងប្អូនទាំងអស់យើងរួបរวมគ្នាប្រឆាំងហ៊ុនសែននេះគឺមិនមែនដើម្បីតែសេរីភាពលទ្ធិប្រជាធិបតេយ្យទេគឺដើម្បីអាយុជីវិតប្រទេសជាតិយើងកុំឲ្យយួនលេបទឹកដីយើងបានសួរថាតើអ្វីដែល
ហៅថាសម្បទានដែលរដ្ឋាភិបាលហ៊ុនសែនយកទឹកដីខ្មែរដីស្រែព្រៃឈើរ៉ែយកទៅបកគលឲ្យក្រុមហ៊ុនបរទេស99ឆ្នាំមិនក៏99ឆ្នាំនេះជាលេសបងប្អូនបកគលឲ្យ99ឆ្នាំដោយបកគលឲ្យដាច់បកគលជាស្ថាពរអញ្ចឹងពីព្រោះ99ឆ្នាំយូរ99ឆ្នាំទៀតយើងស្លាប់អស់ហើយស្លាប់មិនមែនស្លាប់តែយើងទេម៉ែស្លាប់មួយតំណពីរតំណទៅហើយ99ឆ្នាំទៀតតាមអ្នកណាតាមដានមើលខាងដីដែលហ៊ុនសែនបកគលឲ្យយួនថាបកគលបដោះអាសន្ន99ឆ្នាំតាមអ្នកណាតាមដានមើលថាក្រុមហ៊ុនយួននឹងសងមកប្រទេសកម្ពុជាវិញសងមកប្រជារាស្ត្រខ្មែរវិញអត់ទេអានេះជាលេសអានេះជាល្បិចដើម្បីកាត់ទឹកដីខ្មែរឲ្យទៅយួនជាស្ថាពរ99ឆ្នាំយូរណាស់បងប្អូនខ្ញុំអត់សុខចិត្តទេខ្ញុំសូមបដិញ្ញាចិត្តថា3ឆ្នាំទៀតយើងប្រមូលទឹកដីប្រទេសកម្ពុជាដីស្រែដីចម្ការព្រៃឈើព្រៃភ្នំតំបន់នេសាទយកមកប្រគល់ជូនប្រជារាស្ត្រខ្មែរឲ្យទៅបានអត់ចាំ99ឆ្នាំទេ3ឆ្នាំទៀតបញ្ចប់សម្បទានរបស់ហ៊ុនសែនក្បត់ជាតិដែលកាត់ទឹកដីខ្មែរឲ្យទៅក្រុមហ៊ុនបរទេសហើយការគ្រប់គ្រងពីអន្តរជាតិគឺគេយល់ច្បាស់ណាស់បងប្អូនគេឃើញថាហ៊ុនសែនគឺជាជនអុកក្រិតបានទៅគៀបសង្កត់តុលាការអន្តរជាតិកាត់ទោសមានដឹកនាំខ្មែរក្រហមគឺគេថ្កោលទោសហ៊ុនសែនថាហ៊ុនសែននឹងគឺច្បាស់ជាពាក់ព័ន្ធក្នុងការកាត់សម្លាប់របបហ៊ុនសែននឹងគឺពោពេញទៅដោយអតីតខ្មែរក្រហមបានដៃប្រឡាក់ឈាមបានរារាំងមិនឲ្យតុលាការដែលមានអង្គការសហជីវជាតិនឹងដំណើរការទៅមុខឲ្យបានស្រួលឲ្យបានរលូនហើយគេឃើញរឿងដីធ្លីនេះគេឃើញថាប្រជារាស្ត្រខ្មែរឈឺចាប់អ្វីដែលយើងតស៊ូទាមទារតវ៉ាការពារប្រជារាស្ត្រខ្មែររងគ្រោះគឺជាការតស៊ូដ៏ត្រឹមត្រូវពីព្រោះឃើញថារាស្ត្រខ្មែរវេទនារាស្ត្រខ្មែរបាត់បង់ដីធ្លីបាត់បង់ជីវិតរបស់ខ្លួនពីព្រោះដីធ្លីជាឆ្នាំងបាយរបស់យើងអ្នកណាដកហូតដីធ្លីពីប្រជារាស្ត្រខ្មែរដកហូតឆ្នាំងបាយពីប្រជារាស្ត្រខ្មែរជាការសម្លាប់ជាតិខ្មែរដូច្នេះអន្តរជាតិគេយល់ច្បាស់ថាអ្នកតស៊ូនៅប្រទេសកម្ពុជាគឺតស៊ូមិនត្រឹមតែដើម្បីសេរីភាពទេគឺតស៊ូដើម្បីអាយុជីវិតប្រជារាស្ត្រខ្មែរតែម្ដងបាទខ្មែរប្រុសស្រីក្រោកឡើងគ្មានភ្លើងណាក្តៅជាងភ្លើងចិត្តស្នេហាជាតិក្តៅជាងអ្វីទាំងអស់ឡើយតទៅនេះសូមគោរពអញ្ជើញលោកឆាយទូអាននៅលិខិតមួយដែលជាកិត្តិយសណាស់ចំពោះលោកប្រធានសង្ឃស៊ីក្តីដូចយើងទាំងអស់គ្នាដែលលោកអភិបាលរដ្ឋនៃ Massachusetts បានផ្ញើជូនសូមអញ្ជើញលោកឆាយទូអាននៅលិខិតរបស់អភិបាលរដ្ឋ Massachusetts បាទសូមគោរពអញ្ជើញសូមអានជាភាសាអង់គ្លេសហើយខ្ញុំបកប្រែជាភាសាខ្មែរជូនបាទ Dear friend, on behalf of the Commonwealth of Massachusetts, I send warm greeting as you gather for the Cambodian New Year celebration. ក្នុងនាមខ្ញុំជាអភិបាលរដ្ឋ Massachusetts ខ្ញុំសូមផ្ញើជូនឯកឧត្តមនៅការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងឱកាសចូលឆ្នាំខ្មែរ Massachusetts is proud to have a robust Cambodian community that has contributed so much to the cultural vitality and diversity of the Commonwealth. I am grateful for all the wonderful contribution the Cambodian community has made in all aspects of life, including education, medicine, commerce, agriculture, public services, and technology. This event is a wonderful opportunity to celebrate the diversity and strength of your heritage. រដ្ឋ Massachusetts មានមោទនភាពជាទីបំផុតចំពោះវត្តមាននៃប្រជារដ្ឋខ្មែរដែលបាននាំមកនៅវប្បធម៌យ៉ាងរស់រវើកចូលក្នុងរដ្ឋ Massachusetts ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគមន៍ខ្មែរដែលបានផ្ដល់ឲ្យនៅវិស័យទាំងអស់រួមមានការសិក្សាវិទ្យាសាស្ត្រជំនួយសិប្បកម្មនិងផ្សេងនេះជាឱកាសមួយដែលបានរៀបចំដើម្បីថែរក្សានិងពង្រឹងវប្បធម៌ខ្មែរ I wish you all peace and prosperity in the new year. Please accept my best wishes for all enjoyable event. ខ្ញុំសូមផ្ញើជូនឯកឧត្តមនៅសន្តិភាពនិងការរីកចម្រើននៅក្នុងឆ្នាំថ្មីនេះសូមទទួលនៅការទទួលការស្វាគមន៍ពីខ្ញុំឲ្យបានសុខសប្បាយនៅឱកាសនេះពីខ្ញុំ The World Patrick អភិបាលរដ្ឋ Massachusetts
văn hóa គឺជាមិត្តភ័ក្តិជាតំណាង Governor របស់ប្រទេសគាត់បានសុំដើម្បីបញ្ជូននេះហើយជូនលោកទីផ្ទាល់អត់ទៅឲ្យបាន នេះជាសក្ខីភាពមួយដែលតំណាងអភិបាលរដ្ឋដែលបានឲ្យជាលោកសាវរីដល់លោកប្រធានសមាជិកបាននិយាយពីអង្គនិយាយបងប្អូនបាទសូមជម្រាបសួរអស់លោកស្រីហើយសូមគោរពដល់លោកប្រធានសមាជិកហើយថ្ងៃនេះខ្ញុំបាទឈ្មោះម៉ែនវណ្ណៈដែលជាអតីតមេឃុំគណៈបកសំរងស៊ីនៅខេត្តកំពង់ធំបាទហើយខ្ញុំមកដល់សហរដ្ឋអាមេរិកនេះដោយសារតែខ្ញុំមិនបានធ្វើអ្វីទៅតាមបញ្ជារបស់រដ្ឋាភិបាលដែលឲ្យខ្ញុំចុះហត្ថលេខាលុបដីឲ្យក្រុមហ៊ុនយួន95ឆ្នាំហើយក្នុងដី5000ហិកតាហើយខ្ញុំមិនបានធ្វើគេប្រកាសចាប់ខ្លួនខ្ញុំហើយខ្ញុំត្រូវបានសហរដ្ឋអាមេរិកយកខ្ញុំមកដល់ទីនេះបាទហើយខ្ញុំធ្វើមេឃុំនៅទីនោះសូមបញ្ជាក់ជូនដល់ព្រះបងប្អូននៅតកែវក៏ដូចជាមេឃុំចៅសង្កាត់យើងដែលនៅប្រទេសកម្ពុជាថាសូមឲ្យជាយាមធ្វើការតស៊ូធ្វើការក្រោកឈរឡើងដើម្បីរំដោះលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាក្តីសង្ឃឹមរបស់ប្រជាជនគឺមានតែអស់លោកដែលជាមេឃុំចៅសង្កាត់ដែលជាអ្នកដឹកនាំប្រជារាស្ត្រផ្ទាល់នៅក្នុងភូមិឃុំរបស់គាត់ដូច្នេះបើសិនជាយើងកាត់ផ្ដាច់នៅឫសគល់នៃកុម្មុយនីសគឺនៅក្នុងឃុំនៅក្នុងសង្កាត់នៅក្នុងភូមិដូច្នេះអស់លោកស្រីគឺជាមេដឹកនាំផ្ទាល់របស់ប្រជាជននៅជាមួយប្រជាជនផ្ទាល់ដូច្នេះខ្ញុំនៅក្នុងថ្ងៃចូលឆ្នាំនៅខាងមុខនេះសូមជូនពរដល់សមាជិកសមាជិកាគណៈបកសំរងស៊ីយើងក៏ដូចជាអស់លោកដែលជាបេក្ខជនក្រុមសាគុំសង្កាត់សូមឲ្យទទួលជោគជ័យជូនគណៈបកសំរងស៊ីយើងនៅពេលខាងមុខកុំបីអាខែឡើយបាទសូមអរគុណ Ôi, anh bà là bà chúng ta đi xin bà ta đi thêm một tầng khoa vậy ta muốn ta phải là ta đi dễ được em không đến xa được đi bài sao mà nhưng liên chiếm ăn sao đó nó tao xong đi liên sâu bàn trên tầng xa ơi tôi sống mà chân sống tập ngay cái cuốn liên tục rồi nó tập tập vì lương tập kể đi luôn như ăn sò trong cái phòng nhà thì mà thôi anh làm chân ok đặt lúc cùng bắt họ con chó đó mà chui cái gì không họ con nào anh đó đặt không đi không phải không bạnលោកអតីតគឺថាលោកមួយសិជាតិអតីតជាប្រធានហ៊ុនស៊ិនប៉ាច់ឥឡូវនេះគាត់បានជូនលោកប្រធានបាទចំនួន$100បាទបាទគាត់នឹងគិតតបាទខាងហ៊ុនស៊ិនប៉ាច់មួយសិជាតិបាទទីមហ៊ុនស៊ិនប៉ាច់ឥឡូវបាទជួយហូតអតីតឯបាទបាទសូមជើញលោកពូមួយសិជាតិយ៉ាហើយបាទសូមជើញហើយបាទនេះបាទគាត់បានជួយឧបត្ថម្ភមកហើយគាត់អតីតជាហ៊ុនស៊ិនប៉ាច់មុនឥឡូវគាត់បានចូលរួមនៅថ្ងៃនេះជាមួយលោកប្រធានសំស៊ីហើយក៏បានជួយឧបត្ថម្ភជាថវិកាចំនួន$100បាទសូមអរគុណចំពោះលោកពូនិងក្រុមគ្រួសារលោកពូដែលបានសេចក្តីសុខសេរីចម្រើនបាទអញ្ចឹងលោកមុនណា
ហើយបងប្អូនបានជាបន្តទៀតហើយលោកប្រធានចាប់ទីនេះហើយយើងត្រូវការថតរូបអនុស្សាវរីយ៍ផ្សេងសូមអញ្ជើញបានសូមអរគុណលោកពូដែលបានជួយឧបត្ថម្ភដល់គណៈបក្សសង្ស៊ីបាទហើយទៀតសូមអញ្ជើញលោកស្រីអេលីដែលលោកស្រីលះបង់ច្រើនណាស់ក្នុងការជួយឧបត្ថម្ភបាទសូមអញ្ជើញលោកពូបាទអរគុណច្រើនបាទលោកពូបាទហើយលោកស្រីអេលីដោយសារគាត់ជាប់រវល់ពេកបាទបើអញ្ចឹងយើងសំណួរចម្លើយបញ្ចប់ហើយសូមអញ្ជើញត្រូវការឧបត្ថម្ភក៏សូមអញ្ជើញមកបាទហើយត្រូវការថតរូបជាមួយលោកប្រធានឬក៏ជួយឧបត្ថម្ភឲ្យដើម្បីដាក់ឈ្មោះបាទលោកចម្រើននេះបាទចម្រើនក៏បានជួយបាទឧបត្ថម្ភដល់លោកប្រធានដែរបាទដូច្នេះសូមអញ្ជើញបងប្អូនបាទតាមសទ្ធា50 100អីបាទក្នុងនោះបាទម្ចាស់ភុជរីឋាននេសាទនីតាលោកស្រីឈ្មោះលោកស្រីបាទអ្នកបងសុនតារីត្រូវជាបងស្រីរបស់ម្ចាស់សានសានីដានេះគឺគាត់បានជួយថវិកាចំនួន$300សម្រាប់ប្រគំសូមអបអរសាទរចា៎បាទហើយគណៈកម្មការយើងគាត់ឈ្មោះជាបន្តបន្ទាប់ចំពោះបងប្អូនយើងដែលបានមកជួយឧបត្ថម្ភដល់លោកប្រធានដើម្បីគ្រប់គ្រងក្នុងការបោះឆ្នោតមេឃុំនេះបាទអរគុណច្រើនចំពោះលោកស្រីដែលបានជួយមេឃុំបាទបើសិនជាយើងចង់រំលំអំណាចផ្ដាច់ការដែលខ្ញុំថាសំខាន់នោះការបោះឆ្នោតឃុំគឺថាឃុំសង្កាត់ឬមេឃុំមេសង្កាត់នេះហើយគឺជាឫសគល់នៃអំណាចផ្ដាច់ការឃុំសង្កាត់នេះហើយគឺជាគ្រឹះមូលដ្ឋានដែលទ្រទ្រង់អំណាចផ្ដាច់ការឃុំសង្កាត់នេះហើយដែលជាខ្សែជីវិតរបស់អំណាចផ្ដាច់ការដូច្នេះបើសិនជាយើងចង់ផ្ដាច់ខ្សែជីវិតយើងចង់រំលំអំណាចផ្ដាច់ការលុះត្រាណាតែយើងបោះឆ្នោតទម្លាក់មេឃុំទម្លាក់មេសង្កាត់នោះដែលជាឫសគល់នោះទើបយើងអាចទទួលបានជោគជ័យបើសិនជាយើងមិនកាត់ផ្ដាច់ឫសនោះទេអំណាចនោះគឺនឹងមានអង្ហើមគង់វង្សតទៀតពីព្រោះគេបន្តចិញ្ចឹមអំណាចផ្ដាច់ការនេះដូច្នេះអ្វីដែលត្រូវធ្វើគឺយើងត្រូវផ្ដាច់ខ្សែនោះឲ្យបានឥឡូវបែរមកគណៈបក្សសង្ឃនឹងស៊ីវិញម្ដងខ្ញុំសូមបែរមកគណៈបក្សសង្ឃស៊ីយើងនឹងចូលរួមនៅក្នុងការបោះឆ្នោតឃុំនេះមូលហេតុអីគឺដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋមានជំរើសក្នុងការជ្រើសរើសថាអ្នកណាក៏បីដឹកនាំអំណាចមូលដ្ឋានអ្នកណាអាចដឹកនាំនៅក្នុងក្រុមក្នុងឃុំក្នុងសង្កាត់នោះបានគណៈបក្សសង្ឃនឹងស៊ីគឺជាគណៈបកកើតឡើងដោយសារកម្លាំងរួមនៃប្រជាពលរដ្ឋដោយយកបាវចនា3ដោយយកចិត្តធម៌ជាគ្រឹះសច្ចធម៌និងសិលធម៌ជាគោលដោយយកអហិង្សានិងសន្តិវិធីជាជំហានចលនាឆ្ពោះទៅកសាងរដ្ឋាភិបាលមួយដែលស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាដូច្នេះយើងនឹងប្រឡូកឈ្មោះនៅចំហនេះយើងនឹងប្រឡូកយ៉ាងពេញទំហឹងនៅក្នុងការបោះឆ្នោតជាតិនេះបោះឆ្នោតឃុំនេះហើយបែរសួរមួយទៅលើប្រជាពលរដ្ឋខ្មែរថាតើសប្តាហ៍ថ្ងៃនេះគាត់នៅមានឆន្ទៈចង់ផ្លាស់ប្ដូររដ្ឋាភិបាលនៅមានឆន្ទៈចង់រំលំអាណត្តិផ្ដាច់ការនេះដែរឬអត់ថាគាត់នៅមានមូលហេតុអីគឺដោយសារគាត់មានការឈឺចាប់ដូចតបងប្អូនដែលបានស្ដាប់បងនឹងស៊ីអធិប្បាយហើយបងប្អូនមានការឈឺចាប់ហើយមិនចឹងគាត់ក៏មានការឈឺចាប់ដូចយើងអញ្ចឹងដែរការឈឺចាប់នោះតែការឈឺចាប់របស់គាត់នោះគឺវាមានច្រើនលើសលប់ពីយើងព្រោះអីព្រោះគាត់គឺជាជនរងគ្រោះដែលរស់នៅក្រោមអំណាចផ្ដាច់ការផ្ទាល់គឺគាត់មានការឈឺចាប់នេះហើយដែលអាចប្រែក្លាយទៅជាកម្លាំងរួមមួយនាំឲ្យចេញមកបោះឆ្នោតដើម្បីទម្លាក់មេឃុំមេសង្កាត់រំលំអំណាចផ្ដាច់ការនេះខ្ញុំសូមលើកឧទាហរណ៍នៅប្រទេសជុំវិញពិភពលោកក៏តែយើងយកតែមួយមកចុះមកធ្វើជាឧទាហរណ៍គឺនៅប្រទេសអ៊ីជីបប្រធានាធិបតីមូបារ៉ាក់ដែលគាត់បានធ្វើជាប្រធានាធិបតីរាប់ទសវត្សរ៍កន្លងផុតមកនៅក្នុងប្រទេសអ៊ីជីបត្រូវបានដេញចុះពីតំណែងដោយកម្លាំងប្រជាពលរដ្ឋមូលហេតុអីបានគេដេញគាត់ចុះបានការដែលគាត់កាន់អំណាចនឹងគាត់មានអំណាចផ្ដាច់ការនឹងគាត់ប្រើអំណាចជិះជាន់ធ្វើបាបប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីជីបណាដល់ទីបំផុតការធ្វើបាបការឈឺចាប់នឹងហើយបានប្រែក្លាយជាកម្លាំងរួមមួយជំរុញកម្លាំងរួមមួយអាចជាឥទ្ធិពលដែលមានសន្ទុះរហូតទៅដល់ដេញគាត់ជិតទម្លាក់ពីតំណែងប្រធានាធិបតី
រហូតបន្តឡើយចាប់គុករងចាំតុលាការធ្វើកាត់ទោសគឺថាប្រជាពលរដ្ឋខ្មែរយើងទាំងនៅស្រុកទាំងនៅទីក្រុងឡូទាំងនៅសហរដ្ឋអាមេរិកនៅបារាំងតើយើងចាញ់ប្រជាពលរដ្ឋនៅប្រទេសអ៊ីជីបទេយើងអត់ចាញ់ទេយើងមានឆន្ទៈដូចតែប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីជីបអញ្ចឹងដែរបងប្អូនខ្មែរយើងនៅស្រុកខ្មែរគឺមានការឈឺចាប់ដូចគ្នាកត្តាដែលអាចយកជ័យជំនះហើយនឹងអាចរំលំអណ្ដាតផ្ដាច់ការមនុស្សបានពុំមែនត្រឹមត្រឹមតែនាំគ្នាបានមនុស្សច្រើនចេញមកធ្វើការបោះឆ្នោតនោះទេគឺស្ថិតនៅលើកត្តាមួយទៀតគឺស្ថិតនៅលើកត្តាត្រង់ថានៅពេលដែលប្រជាពលរដ្ឋបោះឆ្នោតអស់ហើយយើងត្រូវការពារសន្លឹកឆ្នោតនិងប្រអប់ឆ្នោតកុំឲ្យគេលួចបន្លំបានការពារសន្លឹកឆ្នោតនិងប្រអប់ឆ្នោតដែលកុំឲ្យគេលួចបន្លំបានដោយរបៀបណាកន្លងផុតមកការបោះឆ្នោតរាល់លើករដ្ឋាភិបាលបច្ចុប្បន្នលួចសន្លឹកឆ្នោតបន្លំលទ្ធផលជាទីបំផុតលទ្ធផលដែលចេញមកគឺផ្ទុយស្រឡះពីឆន្ទៈរបស់ប្រជាពលរដ្ឋដូច្នេះយើងត្រូវការពារសន្លឹកឆ្នោតយើងសួរថាចុះរំដងក្រែងលើមានអ្នកសង្កេតការអន្តរជាតិបានចេញទៅធ្វើការពិនិត្យទៅតាមដានសង្កេតមើលដែរថាមានក៏ប៉ុន្តែការដែលទៅធ្វើការសង្កេតពិនិត្យហ្នឹងគឺមានកម្រិតនៅតាមបណ្ដាប្រទេសផ្សេងៗដែលគេចេញគេបញ្ជូនតំណាងរបស់គេទៅហ្នឹងគឺឲ្យទៅធ្វើការតែមានកម្រិតគាត់អាចគ្រប់ដណ្ដប់ធ្វើការពិនិត្យនៅក្នុងចំនួនពី10ទៅ20%ឃុំពី10ទៅ20%នៃគុំចុះ80 90% ទៅទៀតថាតើមានអ្នកណាគាត់មិនអាចទៅយាមស្លឹកឆ្នោតឲ្យយើងបានទេដូច្នេះយើងត្រូវការពារស្លឹកឆ្នោតមកទល់ពេលឥឡូវនេះដោយសារការឈឺចាប់ដើម្បីការពារស្លឹកឆ្នោតហ្នឹងយើងមានចំនួនប្រហែលពី12ទៅ16នាក់មានយុវជនយន្តនារីដែលស្ម័គ្រចិត្តដើម្បីមកយាមស្លឹកឆ្នោតក្នុងរយៈពេលធ្វើការបោះឆ្នោតក្នុង3ថ្ងៃនេះគាត់នឹងយាមស្លឹកឆ្នោតដើម្បីការពារកុំឲ្យមានការលួចបន្លំស្លឹកឆ្នោតនេះបានគាត់ស្ម័គ្រចិត្តក្នុងមួយឃុំពី12ទៅ15នាក់ស្ម័គ្រចិត្តមកយាមស្លឹកឆ្នោតនេះជាទឹកចិត្តរបស់ខ្ញុំបាទជាសកម្មជនរបស់គណៈបកសំស៊ីតាំងពីឆ្នាំ1998មកហើយជានិមិត្តរូបចាប់ផ្ដើមគឺខ្ញុំបានឧបត្ថម្ភជុំការបោះឆ្នោតមួយឃុំជានិមិត្តរូបនេះបាទគាត់បានជុំ300បាទសូមជូនពរលោកធាតុឲ្យបានឈ្នះអស់មានសត្រូវហើយនាំយកនូវសន្តិភាពឯករាជ្យសេរីភាពពិតប្រាកដប្រជាធិបតេយ្យជូនប្រជាជាតិខ្មែរជាយកលោកប្រធានសំរងស៊ីជាយកគណៈបកសំរងស៊ីជាយកលទ្ធិប្រជាធិបតេយ្យសេរីដែលលោកជាប្រធានប្រជាធិបតេយ្យសេរីនៃទ្វីបអាស៊ីបានសរសើរដើម្បីថ្លែងអំណរគុណចំពោះការចូលរួមឲ្យគណៈបកសំរងស៊ីបានឈ្នះឆ្នោតឃុំសង្កាត់គឺបានទទួលតំណែងជាមេឃុំជាចៅសង្កាត់ឲ្យបានច្រើន2ខែខាងមុខនេះគឺយើងត្រូវតែដណ្ដើមយកអំណាចនៅថ្នាក់មូលដ្ឋានសិនជំហានទី1ជំហានចាំបាច់នៅក្នុងប្រទេសនានាទាំងអស់បទពិសោធន៍បានបង្ហាញថាតើតែចលនាតស៊ូដណ្ដើមយកអំណាចថ្នាក់មូលដ្ឋានសិនបានអាចដណ្ដើមយកអំណាចថ្នាក់ជាតិដូច្នេះការរួមចំណែកនេះគឺជំរុញជួយឲ្យគណៈបកសំរងស៊ីដណ្ដើមយកអំណាចនៅថ្នាក់មូលដ្ឋាននៅ2ខែខាងមុខទៀតសូមអរគុណរបស់ប្រជាពលរដ្ឋខ្មែរទៅណាទៅមានអនាគតទៀតទេឥឡូវមានកម្មវិធីពិសេសមួយពេលដែលយើងកំពុងតែជួបជុំគ្នាទទួលទានអាហារនៅទីក្រុងឡូនេះនៅប្រទេសកម្ពុជានៅខេត្តតាកែវទីមុខខេត្តតាកែវមានសមាជិកគណៈបកសំរងស៊ីដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតនៅខេត្តតាកែវមាន100ឃុំគត់អានោះបេក្ខជនគណៈបកសំរងស៊ីមកតំណាងឲ្យ100ឃុំនេះកំពុងតែជួបជុំគ្នានៅខេត្តតាកែវហើយយើងបានភ្ជាប់តំណតាម video conference គឺតាមប្រព័ន្ធ Skype តាមអ៊ីនធឺណិតគឺបងប្អូនយើងនៅខេត្តតាកែវឃើញយើងច្បាស់ហើយយើងក៏អាចឃើញបងប្អូនយើងនៅខេត្តតាកែវប៉ុន្តែខ្ញុំជឿថាបងប្អូនយើងបេក្ខជនសំរងស៊ីដែលកំពុងតែជួបជុំគ្នារាប់រយនាក់នេះគឺច្បាស់ជា
សប្បាយចិត្តណាស់ពេលឃើញរូបភាពអ្នកស្នេហាជាតិនៅរដ្ឋ Massachusetts នៅទីក្រុងឡូកំពុងតែជួបជុំគ្នាដើម្បីឧបត្ថម្ភគណៈបក្សសំរងស៊ីឲ្យបេក្ខជនសំរងស៊ីបានជាប់ជាមេឃុំជាចៅសង្កាត់នៅខេត្តតាកែវដូចជានៅខេត្តដទៃទៀតទូទាំងប្រទេសកម្ពុជាឥឡូវនិយាយបានទេខ្ញុំសូមជម្រាបសួរបងប្អូនជនរួមជាតិដែលជាបេក្ខជនគណៈបក្សសំរងស៊ីនៅខេត្តតាកែវខ្ញុំឃើញរូបបងប្អូនយ៉ាងច្បាស់សូមអបអរសាទរវត្តមានបេក្ខជនគណៈបក្សសំរងស៊ីទាំងអស់ហើយសូមបងប្អូនជឿជាក់ចាស់ថាសកម្មភាពគណៈបក្សសំរងស៊ីទូទាំងពិភពលោកជាពិសេសថ្ងៃនេះនៅសហរដ្ឋអាមេរិកគឺយើងកំពុងតែជួបជុំគ្នាអ្នកដែលគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងភាពថ្លៃថ្នូរគ្រប់គ្រងឲ្យប្រជារាស្ត្រខ្មែរបានរស់យ៉ាងសម្បូរសប្បាយឲ្យរួចផុតពីអំណាចផ្ដាច់ការអំណាចក្បត់ជាតិអំណាចហ៊ុនសែនសូមឲ្យបងប្អូនមានការកក់ក្ដៅក្នុងចិត្តគឺយើងរួមកម្លាំងគ្នាដើម្បីប្រមូលថវិកាជួយគ្រប់គ្រងទ្រទ្រង់សកម្មភាពបេក្ខជនសំរងស៊ីឲ្យคล้ายទៅជាមេឃុំឲ្យคล้ายទៅជាចៅសង្កាត់នៅក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះអ្នកគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យអ្នកស្រឡាញ់ជាតិដែលមកចូលរួមក្នុងកម្មវិធីរៀបចំដោយគណៈបក្សសំរងស៊ីនៅសហរដ្ឋអាមេរិកមានប្រមាណ400នាក់ជិត400នាក់កំពុងតែជួបជុំគ្នាហើយយើងខ្ញុំទាំងអស់គ្នាក្នុងនាមនៃអ្នកស្នេហាជាតិនៅសហរដ្ឋអាមេរិកនៅរដ្ឋ Massachusetts នៅទីក្រុងឡូហើយនៅទីក្រុងជុំវិញនេះខ្ញុំសូមជម្រាបបងប្អូនថាបងប្អូនមិនមែនឯកោតែម្នាក់ឯងទេបងប្អូននៅខេត្តតាកែវបងប្អូនដែលខំតស៊ូនៅជួរមុខយើងនៅជួរក្រោយយើងគ្រប់គ្រងបងប្អូនពេញចំហឹងដើម្បីឲ្យបងប្អូនមានលទ្ធភាពដណ្ដើមយកជ័យជំនះលើរដ្ឋអំណាចក្បត់ជាតិហ៊ុនសែនដើម្បីឲ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសសេរីប្រទេសឯករាជ្យដើម្បីឲ្យជនជាតិខ្មែរបានដីស្រែដីចម្ការរបស់យើងមកវិញដើម្បីការពារព្រៃឈើយើងព្រៃភ្នំយើងបឹងបួស្ទឹងទន្លេអូរហូតទៅដល់ឆ្នេរសមុទ្រកោះទាមទារទឹកដីប្រទេសកម្ពុជាប្រកូលសប្រទេសកម្ពុជាវិញទាមទារទឹកដីធ្លីស្រែចម្ការប្រជារាស្ត្រប្រកូលសជូនប្រជារាស្ត្រខ្មែរវិញសូមអរគុណណាស់អរគុណបងប្អូនដែលខិតខំធ្វើការនៅជួរមុខនៅខេត្តតាកែវបងប្អូនជឿជាក់ចាស់គឺយើងនឹងខិតខំជួយបងប្អូនឲ្យទាល់តែបានឲ្យបងប្អូនបានឈ្នះបងប្អូនរួមចំណែកមួយក្នុងបេសកកម្មរំដោះប្រទេសជាតិយើងស្រោចស្រង់ប្រទេសជាតិយើងសូមបេក្ខជនសំរងស៊ីទាំងអស់ខិតខំតស៊ូដើម្បីរំដោះប្រទេសជាតិយើងដើម្បីទទួលជ័យជំនះរបស់បងប្អូនជាប់ឆ្នោតជាមេឃុំជាចៅសង្កាត់ជាជ័យជំនះគណៈបក្សសំរងស៊ីជ័យជំនះគណៈបក្សសំរងស៊ីជាជ័យជំនះប្រជារាស្ត្រខ្មែរទាំងមូលប្រហាយក្នុងចិត្តក្រុមគ្នាខឹងនឹងខ្មាំងរស្យាចាប់ប្រឡាមគង់ពិធីបដិសណ្ឋារកិច្ចអាយដាមសំរងស៊ីសមាជិករដ្ឋសភាកម្ពុជានិងជាប្រធានគណៈបក្សសំរងស៊ីដែលបានប្រារព្ធនៅភោជនីយដ្ឋានសានីដានៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកនាថ្ងៃសៅរ៍100ខែចែកឆ្នាំថោះត្រីស័កពុទ្ធសករាជ2555ត្រូវនៅថ្ងៃទី7ខែមេសាគ្រិស្តសករាជ2012ដែលព្រះតេជគុណម្ចាស់លោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទនិងបងប្អូនជ្រុំជាតិទៅបានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះ
តាំងនាមបុគ្គលិកទូរទស្សន៍ Temple News ខ្ញុំប្រកាសណានាងខ្ញុំសុចិន្តាមុនីសូមលំអរកាយក្រាបថ្វាយបង្គំលាព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមជម្រាបលាលោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទនិងបងប្អូនជ្រុំជាតិដោយសេចក្តីនឹករលឹកសូមប្រដេជគុណម្ចាស់លោកស្រីអ្នកនាងកញ្ញានិងបងប្អូនជ្រុំជាតិទទួលនូវពុទ្ធពរទាំងឡាយ5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លៀងឃ្លាតឡើយសូមអរព្រះគុណនិងសូមអរគុណខ្មែរអើយខ្មែរបើខ្មែរស្លាប់រស់រឿងជាតិហៅអ្នកវរៈបរងក្រឡាហមបាត់មែនរូបឆោមសំផស្សតែប្រលឹងនៅរួងគេឈ្មោះកេនតយួងដាក់អងកលបុត្រចូលសងសឹកប្រយុទ្ធកុំស្លុតកាន់អាវុធយកជ័យខ្មែរប្រុសស្រីក្រោកឡើងគ្មានភ្លើងណាក្តៅជាងភ្លើងចិត្តភ្លើងចិត្តស្នេហាជាតិក្តៅជាងអ្វីទាំងអស់